សុខ Community សូមជូនសុខ Hour with បុរាណរស់ឲ្យស្រាលជាការសន្ទនាដ៏សាមញ្ញមួយដែលមិនឆ្លុះបញ្ចាំងពីទូនាទីភារកិច្ចផ្លូវការរបស់ពួកយើងទាំងពីរតែជាការជជែកគ្នាពីមេរៀនជីវិតដែលបានមកពីបទពិសោធន៍នានាដែលបានឆ្លងកាត់ជាមួយនឹងកាយវិការធម្មតាដែលជាធម្មជាតិនៃមនុស្សទូទៅនិងការបើកបេះដូងនិយាយពាក្យពិតចេញពីចិត្តព្រោះយើងទាំងអស់គ្នាសិតតែជាអ្នកដែលកំពុងរៀនពីជីវិតការសន្ទនាផ្នែកទី1នៃយមន័យនៃផ្ទះមកចាំយើងនៅបាទមកចាំយើងនៅមកយូរមិនបើទ្វេចូលតែគេអត់ប្រាំថាទេមិនចូលយូរដែរហើយត្រឡប់ដើរផ្ទះគេមកទ្វេទៅមកមកអង្គុយចាំថតអូកັບសេរីហ្នឹងហេតុតែចង់ល្បីអូ excited ទេយូរ very excited គេអត់លក់លីងតែអ្នកនរគ្នាស្គាល់គាត់ថាគាត់ជាអ្នកណាបើស្គាល់បានគួរ apply អូមែនអូល្បីចឹងណែនាំឲ្យស្គាល់គាត់បងបារាចាវិញឈ្មោះបងបារាមែនទេប្រហែលទេមកទៅเราមានឈ្មោះផ្សេងច្រើនណាเราថាមួយខេត្តដូរឈ្មោះទាំងអស់ហ៎ចឹងអាចដែរអត់ដឹងហ្នឹងហើយមើលយើងទៅខេត្តខ្លះឈ្មោះនេះទៅណាហើយទៅប្រទេសខ្លះយើងឈ្មោះផ្សេងហ្នឹងអូចាគាត់អូតាក់ខ្ញុំវិញច្រើនទៅដល់ជប៉ុនគេហៅខ្ញុំអាជីណូស៊ូកេវ៉ាវអូវ៉ាវហ្នឹងត្រូវមកលេងខ្ញុំនៅអាម៉ាយ៉ាតែភ្ញៀវនេះភ្ញៀវពិសេសគឺលួចមកលេងមុនអញ្ចឹងគាត់មកលេងបានមួយថ្ងៃហើយតែមិនសូវមិញបាទហ្នឹងហើយហើយទៅយប់មិញម្ដងមកមែន10យប់ហ៎ដល់ចប់កម្មវិធីអីហើយបានចេញមក10យប់ម្ដងឃើញតាទេទេមកដល់ល្ងិតជើងទេហ្នឹងហើយតែគាត់មកដល់ឃើញផ្ទះគេស្អាតណាព្រោះពេលជិះមកហ្នឹងអត់មាន expectation អីប្រហែលទេគាត់ទៅចូលមកដល់ភ្លាមហ្នឹងគាត់ឃើញទីតាំងរបស់គាត់ហ្នឹងគេលុយប៉ុនគេព្រោះមានអាងទឹកមានអីកង្ហាលអីបានហើយដល់ពេលហើយទៅយប់មិញហ្នឹងមកដល់ខ្យល់ទៅសៀកហ្មងហ្នឹងអញ្ចឹងទៅវាដូចរៀងមានលឺសម្លេងចំលេងអីទៅក៏ម៉ោង10ហើយហ្នឹងអង្គុយនៅក្រៅហ្នឹងមកផ្លែតសិនហ្នឹងមិនចូលទៅក្នុងចូលទៅគេងយកបណ្ដោយទៅអញ្ចឹងit's a slow down for the evening ចឹងទៅដល់ពេលផឹកឡើងមិនដែរយូរកប់ស្អីហ្នឹងហើយយើងភ្ញាក់ព្រោះតាមពិតទៅមកអញ្ចឹងវាល្អម្យ៉ាងចេះព្រោះយើងវាមិនដឹងទេថា view វាមិនម៉ាយអញ្ចឹងណាព្រោះមកដល់យប់ល្ងិតឈឹងហើយណាគាត់ជិះតាមផ្លូវឯហ្នឹងក៏វារៀងចូលមកកដៅភ័យអញ្ចឹងណាមកដល់ព្រឹកឡើងស្រាប់គាត់ងើបឡើងមកបើកវាំងនូនមកខ្វាក់ស្រាប់ឃើញថ្ងៃរះហ្មងអូយអស់តោះឡើងគេហៅថារសជាតិជីវិតហ្មងហ្នឹងហើយរៀងនេះតាងើបឡើងមកមើល view ហើយ complete ទៅងើបងូតទឹកចេញមកក្រៅអង្គុយញ៉ាំ breakfast ហ្នឹងអង្គុយញ៉ាំអាហារពេលព្រឹកហ្នឹងក៏ចាប់ដើមនេះហ្មងរៀងដូច slow ដូចថាអារម្មណ៍វាចាប់ដើមធ្លាក់សម្ពាធហ្នឹងហើយរៀងគិតចាប់ដើមយឺតជាងមុនរៀងមើលបានឆ្ងាយជាងមុនរៀងដូចអាបរិយាកាសហ្នឹងនិយាយត្រង់វាធ្វើឲ្យយើងរៀងវាជួយធ្វើឲ្យយើងចេះមើលនាយមើលអាយមើលលិចមើលកើតខ្លះណាអត់ទៅស្លងទៅតាមរឿងដែលយើងកំពុងតែគិតនឹងពេកណាហើយវាជួយបំបែកអារម្មណ៍ជួយបន្ធូរអារម្មណ៍ច្រើនយ៉ាងនេះយើងមុនហ្មងគិតថាចំឯងវាត្រូវទៅវិញតែ2 3ម៉ោងទៀតត្រូវចេញទៅវិញនេះពេកស្ដាយចាំរកឱកាសមកនៅបានយូរតែថាបើជីវិតបងឥឡូវការងារច្រើនអញ្ចឹងមួយឆ្នាំអីរកបានពេលប៉ុណ្្នឹងប៉ុន្មានថ្ងៃទៅបើឲ្យគ្រងប្រហែលជាពិបាកណាបើឲ្យឆ្លៀតតែជាអាចរកបានតែគ្រាន់តែបើថាឆ្លៀតមកអញ្ចឹងមិនសូវហ្មងទេនិយាយត្រង់មកមួយឆ្នាំទៅមួយឆ្នាំបើគិតទៅថាបើថាមកដើម្បីតែនិយាយទៅសូមឲ្យលើកនេះក៏មិនមែនដែរហ្នឹងមិនមកដើម្បីថតដែរវាមិនមែនមកដើម្បី relax ទេអញ្ចឹងបើថាដល់ថាឱកាសសម្រាប់ដែរថាបើថាមកដើម្បី relax ហ្មងមួយរយៈក្រោយនេះវាមិនសូវមានពេលទេអញ្ចឹងមិនថាតែគាត់ថាវាល្អម្យ៉ាងដែលថាឥឡូវយើងដឹងថាទីតាំងវាមានហ្នឹងហើយយើងគ្រាន់តែត្រូវការរកឱកាសសម្រាប់ខ្លួនឯងដើម្បីធ្វើទេហើយមកហើយទៅយើង feel ថាគួរតែអាចធ្វើទៅបានណាគួរតែរកស្វែងរកពេលវេលាអញ្ចឹងធ្វើទៅបានព្រោះតាមពិតមិនមែនអត់ពេលទេគ្រាន់តែយើងខ្លួនយើងនេះគិតថាវាអត់ពេលតែបើថាចង់ឲ្យរៀបពេលធ្វើដាក់ចិត្តដាក់កាយដើម្បីធ្វើឲ្យវាមានអាចធ្វើទៅរួចដល់ស្ដាប់ទៅនេះដូចត្រង់ schedule pack មែនតើហ្មងថា pack ក៏បានថាវាពេញហ្មងក៏បានតែ
ដូចខ្ញុំនិយាយថាវាស៊ីសងទៅលើការរៀបចំពេលវេលារបស់យើងណាហើយពេលវេលាវាចេះតែឆ្នៃបានទេតាមពិតទោះជាអ្នកណាក៏ដោយក៏ទោះជារវល់ដល់កម្រិតណាក៏នៅតែអាចឆ្នៃពេលវេលាបានឲ្យតែយើងដាក់វាជាគេហៅថាស្អីគេជាអត្ថភាពដើម្បីរៀបចំគាត់ថាដោយសារដល់ពេលយើងចាប់ដើមរវល់ទៅលើរឿងណាមួយយ៉ាងអញ្ចឹងទៅណាសូម្បីតែអាពេលវេលាដែលយើងមានដើម្បីឆ្លៀតហ្នឹងក៏យើងអត់ចង់ឆ្លៀតដែរដោយសារយើងបារម្ភយើងមានអារម្មណ៍ទៅលើអាការងារហ្នឹងឧទាហរណ៍ហ្នឹងបើឯងមកមិនធ្វើអាការងារហ្នឹងកើតយល់ទេអញ្ចឹងទៅបានយើងឆ្នៃអាវេលាហ្នឹងអត់ចេញខ្ញុំឆ្ងល់ហ្នឹងដែរពីថាយើងគិតថាយើងមានការងារត្រូវធ្វើ100មុខហ្មងអញ្ចឹងតែហ៊ានឆ្លៀតមកនេះកន្លះថ្ងៃអូចប់ហើយ100ធ្វើមិនអស់ទេហ្នឹងតែពីណាវាមិនមែន100ណាទៅដល់99វាមាន100មកថែមក្រោយទៀតហើយមិញហ្នឹងឃើញចាក់តែចាក់អីហ្នឹងគេឲ្យភ្ញៀវទេអីអូផ្លេចហៅហូបលោកហើយណែលើកឲ្យទៀតមកឲ្យគ្នានិយាយមកព្រឹកអត់មានឲ្យទឹកផឹកអីខ្ញុំស្មានតែភ្ញៀវក្លាហានបើចូលប៉ុណ្ណាខ្ញុំយកទឹកផឹកលើកឯងអូខេអាហ្នឹងគេហៅទៅគេស្អីគេ hospitality ហ្នឹងសូនផ្ទះស្អាតប៉ុន្តែមិនមែនផ្ទះខ្ញុំដល់អញ្ចឹងទៅមិនសូវដឹងថាទទួលភ្ញៀវអូខេហ្នឹងហើយឆ្ងល់តាមពិតខ្ញុំស្គាល់មកឯងមករយៈអីហ្នឹងមកឯងរឿងរវល់ឬក៏ការងារមកឯងធំមកអូយខ្ញុំមើលចាអូយបថោធ្វើមិនអស់អីតែខ្ញុំទូចជាងហ្នឹងខ្ញុំនៅធ្វើមិនអស់ហើយឈឺក្បាល stress ចង់ងាប់ដល់ពេលអញ្ចឹងឆ្ងល់ពី routine មួយថ្ងៃហើយពេលមកងើបពីគេងរហូតតទៅដល់កន្លែងធ្វើការហើយបញ្ចប់ការធ្វើការត្រឡប់មកផ្ទះវិញ24ម៉ោងមួយថ្ងៃមានរូបរាងមិនខ្លះវាមិនតែមានថ្ងៃណាដូចគ្នាទេតែពេលផឹកអូខេពេលផឹករៀងគ្រាន់ណាតែបើថាបើឲ្យសួរថាមួយអាទិត្យដែលខ្ញុំទៅឆ្លងកាត់ហើយនេះវាមានថ្ងៃណាមួយដែលដូចគ្នាហ្មងអត់មានសូម្បីអាពេលបាយថ្ងៃត្រង់ហ្នឹងក៏មិនដឹងដែរក៏ជួនកាលទៅ2ជួនកាលទៅអត់ជួនកាលទៅ1ជួនកាលទៅតន់ពេលអីចឹងណាតែភាគច្រើនមួយរយៈក្រោយនេះរៀងភ្លេចបាយច្រើនណាតែបើពេលវេលាពេលព្រឹកអាហ្នឹងវារៀងគេហៅថារៀងមាន consistency ជាងគេមានស្ថិរភាពជាងអាពេលវេលាផ្សេងទៀតហើយក៏ជាពេលវេលាដែលខ្ញុំចូលចិត្តជាងគេដែរមើលព្រលឹមឡើងខ្ញុំបើគិតពីភ្ញាក់មិនយូរពី6ឯណាតែត្រឹម5កន្លះ6វ៉ាន់ហ្នឹងអាច្រកហ្នឹងគឺចាប់ដើមភ្ញាក់អង្គុយញ៉ាំកាហ្វេបន្តិចហើយមើលជួនកាលទៅមើល YouTube ជួនកាលលេងហ្គេមអីតិចតួចចឹងទៅឬក៏មើលព័ត៌មានអីបានតិចតួចចឹងទៅហើយទៅបានឡើងលើម៉ាស៊ីនហាត់ប្រាណអីចឹងណាហ្នឹងហើយព្រួយមួយរយៈក្រោយនេះពេលជួបពេទ្យហើយទៅពេទ្យគេថាយើងឈឺអញ្ចឹងវាដល់ពេទ្យត្រូវយើងចាស់ដែរយើងចារីដែរណាអញ្ចឹងហាត់ប្រាណអីតិចហើយងូតទឹកចេញទៅធ្វើការម្ដងចេញទៅធ្វើការមកនោះក្នុង7កន្លះជាងនេះបានតិចតួចណាចឹងមិនថាពេលហាត់ប្រាណមិនហ្នឹងនិយាយតែ10នាទីមិនយូរពេកហ្នឹងហើយអញ្ចឹងដល់ពេល routine ហ្នឹងពេល keep ពេលយើងធ្វើវាបានរាល់ថ្ងៃទៅធ្វើឲ្យអារម្មណ៍ល្អទៅដល់កន្លែងធ្វើការហ្នឹងក៏ពេលធ្វើបានតែគាត់ថាវាក៏មានពេលវេលារបស់វាដែរមិនមែនថាកាហ្វេហ្នឹងវាអង្គុយថាធ្វើឲ្យយើងអត់មើលរាល់ថ្ងៃកើតទេជួនកាលរឿងវាមកជន់គ្នាពេលហ្នឹងក៏យើងវាមិនដឹងត្រូវធ្វើមិនដែរតែវាជួយបានច្រើនខ្ញុំគិតថាមនុស្សម្នាក់គួរតែមានអ្វីមួយយ៉ាងដើម្បីកុំឲ្យវាហោះហើរគ្រប់ទិសពេកអញ្ចឹងទៅខ្ញុំយកអាពេលព្រឹករបស់ខ្ញុំហ្នឹងដើម្បីធ្វើហ្នឹងតែខ្ញុំមនុស្សដែលចូលចិត្តនៅផ្ទះស្រឡាញ់ឧទាហរណ៍និយាយត្រង់មុំពេលមិត្តភក្តិបងប្អូននៅបបួលទៅញ៉ាំអីក្រៅអីមិនណាតែខ្ញុំចូលដល់ផ្ទះហើយវេទនាអញ្ចឹងហ្មងមិនងាយចង់ចេញចង់អីទៅណាចូលចិត្តផ្ទះព្រោះវាដូចនៅហ្នឹងគឺជាទីតាំងដែលយើងវាស្គាល់ជាងគេណាវាធ្វើដូចថាយើងចង់ធ្វើស្អីក៏បានជាទីតាំងដែលគេហៅផ្ដល់ភាពសុខដុមផ្ដល់ safety ផ្ដល់វាមិនមានការដូចវាមិនមាន judgment វាមិនមានអីអាហ្នឹងវាកន្លែងរបស់យើងអញ្ចឹងចូលចិត្តនៅផ្ទះដល់ពេលនិយាយអញ្ចឹងខ្ញុំឆ្ងល់សំណួរមួយ What is the definition of home បានន័យថាតើយមន័យផ្ទះសម្រាប់បងមានន័យថាម៉េចស្រួលមែនតើខ្ញុំជាការងារដែលខ្ញុំធ្វើសប្តាហ៍ថ្ងៃណាការងារផ្លូវការរបស់ខ្ញុំហ្នឹងគឺនិយាយទៅវាត្រូវហោះហើរច្រើនពេលដែលយើងហោះហើរច្រើននេះបានយើងដឹងថាអត្តន័យនៃផ្ទះហ្នឹងវាមិនព្រួយដូចតែចេញទៅក្រៅប្រទេសយូរដូចអាពេលចុះពីលើយន្តហោះភ្លាមវាសម្បូរសប្បាយតែត្រឹមតែ4ថ្ងៃ5ថ្ងៃឡើងណាចាប់ដើម
បើបានបាយស្រូបញ៉ាំហ្នឹងបើបានស្អីគេហើយមិនមែនថាត្រឹមដូចថាមិនមែនតែម្ហូបខ្មែរយើងទៀតដូចថាលំបោះដែលយើងធ្លាប់ញ៉ាំនៅក្នុងស្រុកយើងនៅខ្មែរនៅពេញយើងហ្នឹងអាឡានដែលយើងធ្លាប់ជិះដើម្បីទៅទិញម្ហូបហ្នឹងនិយាយទៅអ្វីដែលយើងតែងតែធ្វើរាល់ថ្ងៃធ្លាប់តែឃើញធ្លាប់តែស្គាល់ធ្លាប់តែស្រឡាញ់ហ្នឹងវានឹងនឹកឯងអាហ្នឹងពេលយើងទៅក្រៅប្រទេសអញ្ចឹងអត្តនិយមន័យទី1សម្រាប់ខ្ញុំសម្រាប់ផ្ទះហ្នឹងគឺfamiliarity ណាអាការដែលយើងមើលឃើញជារៀងរាល់ថ្ងៃធ្វើជារៀងរាល់ថ្ងៃស្គាល់ជារៀងរាល់ថ្ងៃហើយស្រឡាញ់ក្នុងការធ្វើវាជារៀងរាល់ថ្ងៃហើយអញ្ចឹងអាហ្នឹងសម្រាប់ខ្ញុំគឺ home is like that ទីតាំងមួយដែលយើងអាចហៅវាជាផ្ទះរបស់យើងបានហ្នឹងគឺជាទីតាំងដែលគឺយើងចង់ទៅយើងនឹកឃើញនៅពេលដែលយើងមានការលំបាកគឺទៅដល់ភ្លាមវានឹងធ្វើឲ្យយើងសនុកចុះបើខ្ញុំថាផ្ទះគឺជាកន្លែងមួយដែលស្គាល់យើងជាងគេព្រោះញ៉ាំអីក៏ញ៉ាំដដែលគេងដដែលយើងដឹងថាទៅកន្លែងហ្នឹងគឺសុខហ្មងតែកន្លែងហ្នឹងនិយាយព្រួយសម្រាប់ខ្ញុំហ្នឹងអាហ្នឹងទីតាំងហ្នឹងគឺជាទីតាំងដែល sacred ខ្លាំងមែនទែន sacred ហ្នឹងគឺសំដៅទៅលើពាក្យថាវាពិតជាសំខាន់សម្រាប់ខ្ញុំបើថាខ្ញុំហៅទីតាំងមួយជាផ្ទះរបស់ខ្ញុំហើយហ្នឹងគឺថាសំខាន់ណាស់ហើយជួនកាលទៅអាពេលឃើញអ្នកខ្លះដែលគាត់អត់អាចមានអាហ្នឹងដូចភាពសនុកនៅផ្ទះរបស់គាត់បានហ្នឹងរៀងខ្លោចចិត្តមកឃើញណា so yeah ចំណុចហ្នឹងមួយវាជាចំណុចដែលសង្ឃឹមថាទៅមុខទៀតទៅវាលែងសូវមានណាហើយខ្ញុំចង់ឲ្យគ្រប់គ្នាអាចនឹងមានឱកាសទទួលអាភាពសុខដុមនឹងបាននឹងមិនថាគេថាផ្ទះវាមិនមែនត្រឹមតែជាលំនៅវាជាក៏វាជាអារម្មណ៍នៅអ្នកខ្លះផ្ទះមិនមែនជាទីតាំងទេវានៅកន្លែងផ្សេងគ្នាឲ្យតែអារម្មណ៍ហ្នឹងវាស្ងប់ពេលទៅកន្លែងហ្នឹងអញ្ចឹងចំពោះបងនៅផ្ទះបងនៅពេញហ្នឹងគឺជាជាផ្ទះមួយដែលសុខដុមរមនានៅពេលដែលបងទៅដល់ណាបងអាចត្រឡប់មកកន្លែងហ្នឹងវិញអញ្ចឹងអាហ្នឹងគឺជាផ្ទះអញ្ចឹងបើបងហោះហើរពេញហ្នឹងបងមានការងារដែល stress ច្រើនឬក៏វាមានសម្ពាធច្រើន and so on តែចំពោះខ្លួនឯងវិញឥឡូវយើងចេញពីផ្ទះដែលជាលំនៅឋានយើងចូលមកផ្ទះក្នុងចិត្តណាតើបងរៀបចំខ្លួនមិនអីមិនដើម្បីគេហៅថា reset បន្ទាប់ពីការងារច្រើនខ្លាំងមែនតើឥឡូវយើងត្រូវការមករកខ្លួនឯងវិញអញ្ចឹងពេលហ្នឹងត្រឡប់ទៅធ្វើអីខ្លះអានេះវាទៅមិនថ្មីដែរទេព្រោះនិយាយត្រង់អាយុវាក្រេលហើយហ្នឹងហើយតែគាត់ថាអាយុក្រេលហ្នឹងគឺខ្ញុំដូចគេនិយាយដែរណា midlife crisis ដែលយើងវាត្រូវឆ្លងកាត់គ្រប់គ្នាដែលយើងត្រូវសួរនាំមកវិញថាគោលដៅសម្រាប់ជីវិតយើងនឹងវាស្អីគេអ្វីដែលយើងកំពុងតែរស់នៅសពថ្ងៃនេះវាផ្សារភ្ជាប់នឹងគោលបំណងឬក៏អនាគតរបស់យើងអត់ហ្នឹងអញ្ចឹងអាហ្នឹងខ្ញុំបានឆ្លងកាត់ណាខ្ញុំគិតថាមនុស្សភាគច្រើនគឺតែងតែឆ្លងកាត់ក្នុងអំឡុងពេលពីអាយុ30ទៅ40ហើយអាហ្នឹងជាពេលវេលាមួយដែលពិបាកណាពិបាកសម្រាប់គ្រប់គ្នាហ្មងនៅក្នុងសម្ពាធខួរក្បាលសម្ពាធនៃការគិតគូរនិងស្ថិរអារម្មណ៍អញ្ចឹងដូចពេល30ក្រាស់ហ្នឹងយើងចាប់ដើមនេះហ่ะខ្ញុំចាប់ដើមញ៉ៃមែនតើបើសួរថាឧទាហរណ៍បើថាមកសួរខ្ញុំ 2-3 ឆ្នាំមុននេះថាខ្ញុំ reset មិនអីអត់ស្គាល់ទេអាពាក្យ reset ហ្នឹងមានតែមើលទៅហ្មងបើថាធ្ងន់ហើយគឺមានតែយកមកដាក់ពីលើបន្ថែមមានតែសង្កត់ខ្លួនឯងបន្ថែមហ្នឹងហើយតែឥឡូវវាខុសពីមុនសម្រាប់មួយឆ្នាំ2ឆ្នាំក្រោយនេះហ្នឹងគឺដូចថាយើងវារៀងលែងចង់ទូលចង់ដូចថារៀងចេះធ្វើឲ្យវាស្រាលអញ្ចឹងទៅអាហ្នឹងគឺជាចំណុចមួយដែលខ្ញុំចេះតែអាសាររំលឹកខ្លួនឯងពេលណាសម្ពាធវាចាប់ដើមច្រើនសួរទៅមួយម៉ាត់ទេថាវាធ្ងន់ពិតមែនអត់ហើយភាគច្រើនអត់ធ្ងន់ប្រហែលទេព្រោះវាជាភារកិច្ចដែលយើងត្រូវបំពេញអញ្ចឹងយើងបំពេញភារកិច្ចហ្នឹងតាមតែអ្វីដែលយើងអាចធ្វើទៅរួចតាមគោលដៅដែលយើងបានដាក់ហើយឲ្យអស់ពីចិត្តពីកាយទៅប៉ុន្តែវាមិនគួរជាទម្ងន់ទេណាវាជាភារកិច្ចដែលត្រូវបំពេញតែប៉ុណ្្នឹងអញ្ចឹងទៅពេលដែលដូចថានឹកឃើញសួរខ្លួនឯងកន្លែងហ្នឹងគឺ reset របៀបហ្នឹងណាហើយដូចថាភាគច្រើនដូចថាមនុស្សដែលយើងចាប់ដើមមានសម្ពាធហើយទៅវាធ្វើឲ្យពិបាកក្នុងការដោះស្រាយហ្នឹងវាតែងតែ
អត់ដឹងថាត្រូវឆ្លើយមិនបានន័យថាមានការងារមួយមេដាក់ឲ្យធ្វើឬក៏អ្នកនេះចង់ឲ្យយើងធ្វើចេះចឹងទៅយើងសួរមួយម៉ាត់ថាយើងធ្វើបានអត់ហើយធ្វើហើយទៅធ្វើបានល្អអត់ហើយធ្វើឲ្យទៅចំមេគាត់សុបាយចិត្តនឹងការងារនឹងអត់ធ្វើត្រូវចិត្តមេអត់តិចមេខឹងតិចអានេះខឹងតិចអានោះអត់ពេញចិត្តអាហ្នឹងពិបាកហើយអាហ្នឹងសូម្បីតែខ្ញុំសពថ្ងៃនេះហ្នឹងក៏មិនមែនថាដោះបានទាំងអស់ដែរព្រោះពាក្យច្រើនដូចថាតែយើងធ្វើការឲ្យអ្នកណាម្នាក់ហើយហ្នឹងគឺយើងរំពឹងទុកហ្មងថាចង់ធ្វើដើម្បីបានឲ្យគាត់សុបាយចិត្តនឹងការងាររបស់យើងតែវាមិនមែនរាល់លើកទេដែលគាត់នឹងសុបាយចិត្តនឹងការងាររបស់យើងព្រោះខ្ញុំស្រួលរបៀបខ្ញុំធ្វើទៅគឺថាបើខ្ញុំធ្វើឲ្យអ្នកណាគេម្នាក់ខ្ញុំនឹងគ្រប់តាមគោលដៅដែលគាត់ដាក់ឲ្យមកហើយនឹងខំព្យាយាមធ្វើយ៉ាងណាឲ្យវាត្រូវនឹងអ្វីដែលគាត់ចង់បានអញ្ចឹងទៅតែគាត់ណាអាគោលបំណងមួយហ្នឹងគឺយើងរៀងដាក់ក្តីរំពឹងច្រើនដែរដើម្បីចង់បានអា validation ហ្នឹងមកវិញណាពីគាត់មកវិញប៉ុន្តែឥឡូវនេះរៀងចេះ manage ហ្នឹងជាងមុនបានន័យថាយើងវាលែងត្រូវការយើងរៀងឲ្យតម្លៃដែរទៅលើគោលដៅនិងចំហរបស់យើងហើយយើងអាចធ្វើដល់កម្រិតណាបានហើយយើងធ្វើមិនឲ្យតែអស់ពីចិត្តឲ្យតែអស់ពីចំណេះដឹងរបស់យើងអញ្ចឹងទៅយើងរំពឹងថាចេះវិញតែយើងធ្វើអស់ពីចំណេះដឹងរបស់យើងហើយទៅទោះជាត្រូវឬក៏ខុសក៏អ្នកដែលគាត់នឹងមើលឃើញហ្នឹងគាត់នឹងដឹងថាយើងបានខំប្រឹងមែនណាអញ្ចឹងទៅវាជួយរំដោះកន្លែងហ្នឹងបានច្រើនដែរប៉ុន្តែចង់មិនចង់ក្នុងចំណុចដែលយើងត្រូវ reset មកហ្នឹងគឺអត់មានអីលើសពីនេះទេថាកុំយកអារឿងទាំងអស់ហ្នឹងមកទូលការងារដែលយើងត្រូវធ្វើជាការងារដែលយើងត្រូវធ្វើវាមិនមែនជាទម្ងន់មកលើសម្ពាធជីវិតរបស់យើងទេហ្នឹងហើយអាកន្លែងហ្នឹងតែយើងដោះស្រាយវាពិបាកដូចថាពន្យល់ឲ្យនេះបន្តិចហ្នឹងតែគាត់ណាតែយើងកាត់អាហ្នឹងចេញពីគ្នាបានណាគ្រប់ការងារដែលយើងត្រូវធ្វើវាឡើងធ្ងន់ទាំងអស់និយាយត្រង់សម្រាប់ខ្ញុំសប្តាហ៍ថ្ងៃនេះអ្វីដែលធ្ងន់ហ្មងហ្នឹងគឺតែនេះតែដូចថាពេលវេលាដែលយើងមិនមានសម្រាប់ឪពុកម្ដាយតែប៉ុណ្្នឹងឯងអាហ្នឹងពិបាកដោះអាហ្នឹងបាក់ដោះខ្លាំងតែរឿងផ្សេងទៀតអាចដោះរួចអញ្ចឹងបើតាមខ្ញុំស្ដាប់ទៅគឺបងមានន័យថានៅពេលដែលអាបញ្ហាឬក៏អាសម្ពាធការងារឬក៏អីច្រើនមកទីមួយយើងត្រូវគិតឲ្យធូរសិនបើយើងនៅតែអត់ធូរគឺគ្មានអីដោះចេញទេហើយនឹងទទួលយកថាទោះបីជាលទ្ធផលអីក៏ដោយឲ្យតែយើងព្យាយាមអស់ពីសមត្ថភាពមេយើងក៏គាត់គង់តែមើលឃើញដែរហ្នឹងមួយហើយណាមួយអញ្ចេះទៀតខ្ញុំគិតថាវាជាចំណុចមួយដែលយើងអាចជួយទៅមេយើងឬក៏មិនថាត្រឹមតែមេយើងទេទៅលើគ្រប់គ្នាទាំងអស់ដែលនៅក្នុងបណ្ដាញរបស់យើងណាដូចថាបើយើងនៅតែប្រើពាក្យមេយើងនៅតែភ្លេចទៀតថាយើងនៅមានកូនក្រុមការងារផ្សេងទៀតដែរតែគាត់មានក្តីរំពឹងហ្នឹងមកលើយើងដែរហើយជួនកាលណាដែលយើងគិតថាយើងគិតពីមេតែតាមពិតយើងក៏គិតពីកូនក្រុមការងាររបស់យើងដែរហើយជួនកាលដែលយើងមានសម្ពាធហ្នឹងក៏ដោយសារយើងធ្វើឲ្យពួកវាហត់ពេកណាហើយទៅបើមេអត់សុបាយចិត្តពួកវាខំប្រឹងធ្វើហត់ប៉ុណ្្នឹងហើយឯងអត់មានស្អីផ្ដល់ទៅឲ្យពួកគាត់វិញរឿងទៀតណាអញ្ចឹងមិនថាអារឿងអស់ហ្នឹងវាជាចំណុចមួយដែលដូចថាជាបំណិនដែលយើងអាចកាត់បន្ថយបានព្រោះពួកគាត់ក៏ជាមនុស្សម្នារៀងខ្លួនដែរមិនមែនថាយើងត្រូវទៅគិតគូរពីគាត់រហូតទេបើចេះគិតពីខ្លួនឯងខ្លះក៏ពិបាកដែរយល់អត់អញ្ចឹងអាកន្លែងហ្នឹងដែលថាខ្ញុំគិតថាទាំងមេទាំងកូនទាំងបរិវេណនៅក្នុងជុំវិញខ្លួនយើងហ្នឹងជាបំណិនមួយដែលយើងពិតជាត្រូវការគ្រប់គ្រងកុំឲ្យវាคล้ายទៅជាបំណិនកុំឲ្យវាคล้ายទៅជាសម្ពាធកុំឲ្យវាคล้ายទៅជាទម្ងន់ដែលយើងត្រូវទូលអញ្ចឹងអាហ្នឹងយើងសុទ្ធតែជាចំណុចដែលយើងអាចគិតគូរនិងគ្រប់គ្រងបានអញ្ចឹងបានថាដូចភាគច្រើនខ្ញុំជួបគេឯងច្រើនណាដូចទាំងបងប្អូនដែលគាត់ធ្វើការមួយគ្នាទាំងអ្នកនេះអ្នកនោះអញ្ចឹងទៅភាគច្រើនតែងតែដាក់សម្ពាធឬក៏គិតថាទម្ងន់ដែលគាត់កំពុងទទួលគឺដោយសារមេឬក៏ដោយសារអ្នកនេះអ្នកនោះម្នាក់អីចឹងទៅតែវាមិនមែនភាគច្រើនគឺthe whole package យ៉ាអានេះខ្ញុំគិតថាណាគេក៏ជួបដែរមិនថាគាត់ជាអ្នករកស៊ីអ្នកធ្វើការរដ្ឋឯកជនធ្វើស្អីក៏ជួបនឹងបញ្ហាហ្នឹងដែរបើជាមិនធ្វើអីសោះក៏នៅផ្ទះមានសម្ពាធពីគ្រួសារដែរអញ្ចឹងយោបល់របស់បងគឺយើងត្រូវដោះចេញពីខ្លួនឯងមុនមិនដោះទេបើខ្ញុំវិញដូចមិនចង់ដូចថាវាមិនមែនបោះបង់ចោលកើតទេ
យល់វាជាជីវិត អញ្ចឹងអាហ្នឹងតាមយើងនិយាយគ្នាទាំងប្រហែលហ្នឹងវាទៅលើសម្ពាធហើយនឹងការរកខ្លួនឯងត្រឡប់មក deal ជាមួយស្ថានភាពហ្នឹងវិញតែខ្ញុំឆ្ងល់មួយទៀតអាហ្នឹងបើមានពេលគិតឲ្យបានវែងឆ្ងាយលងលោចទៅបានទាញខ្លួនឯងត្រឡប់មកស្រាលវិញអាហ្នឹងអត់អីប៉ុន្តែរឿងមួយដែលអាចនឹងកើតឡើងជារៀងរាល់ថ្ងៃក្នុងឧទាហរណ៍ថាក្នុងកិច្ចប្រជុំមួយនឹងថ្ងៃហ្នឹងហ្មងគឺមានរួមច្រើនមែនតើសំឡេងគ្រប់ទិសមកហ្មងអូយកូនចៅក៏complain មេក៏ស្ដីឲ្យមកពីគ្រប់ទិសទុកឡើងជាប់ហើយឥឡូវតែដល់ពេលមើលម៉ោងតែ6នៅសល់5ម៉ោងទៅជិះទៅកាត់មានអីដែលជាគេហៅថាដូចសង្គ្រោះមិនតាន់អញ្ចឹងហ៎បើឯងធ្លាប់ជួបអា situation មួយហ្នឹងហ៎អូតែញឹកណាហ្នឹងហើយអញ្ចឹងអាហ្នឹងធ្វើមិនយើងចេញទៅអត់តាន់បានទេកន្លែងហ្នឹងវាពិបាកដែរដូចថាបើខ្ញុំវាមិនមានជា tool ឬក៏ឧបករណ៍អ្វីមួយយ៉ាងដើម្បីអាចផ្ដល់ជូនទៅដោះស្រាយទេខ្ញុំវាកើតមកអាចថាហេងមួយយ៉ាងពេលណាដែលត្រូវបំពេញការងារគឺបំពេញយកសិនណាបានន័យថាយើងឧទាហរណ៍បើថាឲ្យខ្ញុំដូចថ្ងៃហ្នឹងម៉ោងហ្នឹងខ្ញុំត្រូវទៅលើកទូរស័ព្ទហើយខ្ញុំនឹងទៅលើកទូរស័ព្ទហ្នឹងឲ្យចប់ឧទាហរណ៍ថាខូចចិត្តខូចខ្លាំងមិនមកចាំក្រោយហ្នឹងខ្ញុំគិតទៀតតែអាពេលហ្នឹងគឺត្រូវតែបំពេញភារកិច្ចហ្នឹងឲ្យហើយអាពាក្យដែលគេហៅថា the show must go on ណាអញ្ចឹងបានន័យថាបើថាភារកិច្ចហ្នឹងខ្ញុំបានឯកភាពថានឹងធ្វើហើយខ្ញុំធ្វើវាឲ្យហើយហើយមានរឿងផ្សេងទៀតខ្ញុំគិតទៀតអញ្ចឹងឧទាហរណ៍ថាទោះជាម៉ោងហ្នឹងពេលហ្នឹងថ្ងៃហ្នឹងម៉ោងហ្នឹងខ្ញុំបានឯកភាពថាខ្ញុំនឹងដឹកនាំប្រជុំ5ហើយប្រជុំសិតតែស្មុគស្មាញទាំងអស់ហើយអញ្ចឹងទៅណាធ្វើទៅអស់ហើយចាំទៅដេកយំតាមក្រោយតែនិយាយលេងវាមិនដល់ថ្នាក់ហ្នឹងទេអញ្ចឹងប៉ុន្តែអ្វីដែលខ្ញុំធ្វើវិញដូចថាដល់ថ្ងៃដល់ចប់ភារកិច្ចរបស់ខ្ញុំហ្នឹងណាគឺបើថាវាស្មុកមែនតើហើយវាក្តៅក្បាលមែនតើហើយវាតឹងហ្មងហើយវាធ្ងន់ខ្លាំងមែនតើហើយគឺត្រូវតែអង្គុយហើយទៅមកបោណាដាក់ជារៀបជាផែនទីមួយថាឥឡូវហ្នឹងខួរក្បាលខ្ញុំនេះវាកំពុងតែធ្ងន់ទៅលើកន្លែងណាខ្លះហើយវាពិតជាធ្ងន់មែនអត់ដូចបញ្ហាមួយដែលវាកំពុងតែធ្វើឲ្យយើងពិបាកចិត្តស្លងហ្មងស្លងគិតតែពីរឿងហ្នឹងឯងហើយបើយើងអត់ដកថយមកដើម្បីពិចារណាឡើងវិញថាវាពិតជាធ្ងន់ដល់ហ្នឹងមែនអត់ហើយថាបើថាដោះមិនរួចទេងាប់អត់ហ្នឹងហើយភាគច្រើនណាសឹងតែថា 99% អាពេលយើងដកមកគិតវិញអត់ធ្ងន់វាគ្រាន់តែជារឿងមួយដែលស្អែកឡើងងើបឡើងត្រូវកាហ្វេមួយកែវហើយរស់រៀនមានជីវិតធម្មតាវិញបានអញ្ចឹងអាហ្នឹងអ្វីដែលខ្ញុំធ្វើក្នុងករណីដែលថាពេលណាដែលវាពិបាកមែនតើហើយបើថាក្នុងដំឡុងពេលដែលត្រូវបំពេញភារកិច្ចហ្នឹងគឺអត់ខ្វល់ហ្មងអារម្មណ៍ស្អីនៅណាឯនាយផ្លែអាយឯណាទៅតាមហ្នឹងចុះតែអត់ឲ្យបែកអារម្មណ៍ទេគឺត្រូវតែធ្វើភារកិច្ចហ្នឹងឲ្យហើយដល់ពេលហើយបើអារម្មណ៍យើងវានៅតែមើនៅតែស្មុកនៅតែស្មាញទៀតគឺត្រូវតែមកអង្គុយធ្វើជាផែនទីនៃទម្ងន់របស់បញ្ហាសិនហើយបើថាបញ្ហាហ្នឹងវានៅតែធ្ងន់មែនទៅដោះស្រាយព្រាមព្រោះខ្ញុំដូចធ្លាប់មានដូចថារយៈណានោះរវល់មែនតើរវល់ការងារធ្វើទៅជោគជ័យល្អឯណាប៉ុន្តែអត់មានពេលសម្រាប់ម៉ែអញ្ចឹងទៅដូចគាត់មិនផ្ដល់ជាសម្ពាធអីមកយើងតែអាយើងដាក់សម្ពាធលើខ្លួនឯងហ្មងហើយដល់ពេលទៅដល់អង្គុយសន្និដ្ឋានហើយថាឥឡូវហ្នឹងអាចធ្វើឲ្យវាស្រាលបានអត់ធ្វើអត់បានដូចថាយើងនៅតែខឹងខ្លួនឯងដែលយើងមិនមានពេលសម្រាប់ពុកម្ដាយអញ្ចឹងណាព្រមបានម៉ោង8យប់ហើយចុះទៅអង្គុយលេងមួយគាត់ស្អែកឡើងជូនគាត់ទៅផ្សារទិញអីវ៉ាន់ទិញកៅអៅទិញអីពេញហ្នឹងទៅធ្វើដោះបានហើយអញ្ចឹងគាត់ថាពេលណាដែលដោះមិនបានគឺត្រូវតែដូចថាសម្រាលវាមិនបានទេគឺត្រូវតែធ្វើអ្វីមួយយ៉ាងដែលវាអាចឆ្លើយតបទៅលើបញ្ហាហ្នឹងកើតយល់អញ្ចឹងបើធ្លាប់ប្រាប់ខ្ញុំថាបើឯងមានពាក្យស្លោកប្រចាំជីវិតបងហ៎ពាក្យស្លោកប្រចាំជីវិតនេះអានេះវាទៅមកឥឡូវនេះទេតែ2ម៉ាត់ទេខ្លីស្រួលអានស្រួលយល់មែនតើគឺរស់ឲ្យវាស្រាលណាអូជាងច្រើនម៉ាត់ដែរតែគាត់នេះជាភាសាអង់គ្លេសតែ2ម៉ាត់ទេ live light ហ្នឹងរស់ស្រាលស្ដាប់ចម្លើយមកមិញគឺនៅតែរឿងធ្ងន់ស្រាលទាំងអស់គឺអ្វីដែលបើឯងគិតគឺបើឯងថ្លឹងទាំងអស់ថ្លឹងឲ្យរើសឲ្យ fix fix បើថាចូលតែធ្វើវាឲ្យស្រាលមិនស្រាលឥឡូវយើងទៅរកដំណោះស្រាយទៅមិនកាត់វាម្ដុំចោលឬក៏មិនហ្នឹងហើយតែអញ្ចឹងដូចគាត់និយាយថានឹកឃើញដល់ម៉ាស់ធ្ងន់ដោះអត់ចេញ
ចុះទៅជួបម៉ាក់បណ្ដោយទៅ ហ្នឹងហើយ ដើម្បីកាត់អស់កន្លះគីឡូទេ ហ្នឹងហើយត្រូវ ហ្នឹងហើយ អាហ្នឹងគឺមែនតែនហ្មងគឺអ្វីដែលខ្ញុំធ្វើហ្មងគឺយ៉ាងហ្នឹង ហ្នឹងហើយអញ្ចឹងតែដល់ពេលហើយមានអាពេលពិបាកចិត្តទៅស្អីក៏ពិបាកដែរខ្ញុំគិតថាអ្នកដែលកំពុងស្ដាប់គាត់អាចកំពុងគិតថាអញ្ចេះអេបើរឿងវាស្រួលដោះដូចបងនិយាយថានឹកម៉ាក់ដើរចុះទៅជួបម៉ាក់ចប់វាមានអី ហ្នឹង តែរឿងខ្លះយើងធ្វើអត់កើតយើងអត់អាចគ្រាន់តែដើរចុះទៅក្រុមហើយធ្វើបាន ហ្នឹងហើយ អាហ្នឹងវាទៅចូលករណីមួយទៀតគឺគេហៅថា stack អឺ ដោះចេញមែនវាតល់អញ្ចឹងដល់បាញ់ធ្លាប់មានសិទ្ធិ មានហើយក៏មានចម្លើយដែរហ្នឹងហើយតែគាត់ហ្នឹងនិយាយទៅវាអ្វីដែលខ្ញុំនិយាយនេះណាអ្នកស្ដាប់គាត់នឹងពិបាកទទួលព្រោះវាដូចថាតាពេលយើងកំពុងទទួលសម្ពាធណាកំពុងតែទទួលបញ្ហាហ្នឹងថាឲ្យអញទៅធ្វើយ៉ាងម៉េចទេ ហ្នឹងហើយ តែវាអញ្ចឹងមែននេះអ្វីដែលពាក្យដែលខ្ញុំប្រាប់ខ្លួនឯងវិញថាឥឡូវដោះបានអត់ សួរខ្លួនឯងណាតែឥឡូវនេះដូចថាឥឡូវកែវហ្នឹងវាបែកទៅហើយយើងពិបាកចិត្តតែកែវហ្នឹងវាបែក ហើយដល់ហើយទៅយើងមានមធ្យោបាយដើម្បីយកកែវហ្នឹងដាក់ជុំគ្នាដាក់ឲ្យវាដូចដើមវិញកាត់អត់សួរថាឥឡូវហ្នឹងចង់ចំណាយពេលចំណាយវេលាដើម្បីទៅចង់និយាយថាវាមានវិធីសាស្ត្រក្នុងការធ្វើកែវមួយដែលបែកខ្ទេចខ្ទីហើយហ្នឹងឲ្យវាខ្លាយទៅជាកែវដើមវិញកើតណាតែគ្រាន់តែវាមិនមែនឥឡូវហ្នឹងដែលយើងអាចដោះបានអញ្ចឹងមកថាយើងមិនអាចធ្វើអ្វីបានទេនៅពេលហ្នឹងយកវាមកទូលអីទៀតអាពេលនេះដូចថាពេលនេះម៉ោងនេះធ្វើឲ្យគេខ្លះបានអ្វីដែលខ្ញុំសួរខ្លួនឯងមកណាអាកន្លែងហ្នឹងខ្ញុំគិតថាគ្រប់គ្នាគឺតែងតែព្យាយាមប្រាប់ខ្លួនឯងកន្លែងហ្នឹងតែប្រាប់ខ្លួនឯងហើយมันអាចទទួលបានมันអាចទទួលស្គាល់រឿងហ្នឹងបានណា ទទួលស្គាល់ទទួលយកហើយ let go មិនដល់ថ្នាក់ let go ចឹងនៅជាប់ឡើយចឹង អត់ទេបើខ្ញុំចេះខ្ញុំស្រឡាញ់សាច់រឿងស្រឡាញ់រឿងដែលធ្លាប់កាត់ឡើងហើយខ្ញុំគិតថាគ្រប់យ៉ាងដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយវាសុទ្ធតែមានតម្លៃវាមិនមែនជាអ្វីមួយយ៉ាងដែលខ្ញុំត្រូវបោះបង់ចោលទេអញ្ចឹងបានថាដូចពាក្យដោះចេញហ្នឹងខ្ញុំរៀងប្រយ័ត្នទៅឯងដូចថាបើយើងដោះដើម្បីសម្រាលទម្ងន់អូខេតែគ្រាន់តែបើយើងដោះដើម្បីបំភ្លេចអត់ទេព្រោះខ្ញុំអត់ចង់បំភ្លេចទៅលើគេហៅអតីតកាលដែលយើងខំប្រឹងរស់មួយថ្ងៃវាមិនមែនចេះតែស្រួលសុខគ្រប់ពេលណាអញ្ចឹងយើងគួរតែឲ្យតម្លៃទៅលើគ្រប់ពេលវេលាដែលយើងបានចំណាយហើយអញ្ចឹងអត់បោះបង់អត់ let go ទេយល់តែឥឡូវបញ្ហាគឺអស់តែគឺត្រូវទៅចុងតែហើយចង់ដូរកន្លែងអញ្ចឹងមកទៅមើលកន្លែងផ្សេង ការសន្ទនាផ្នែកទី2ព្យុះជីវិត ចង់សួរតែអាយុប៉ុន្មានតាហ៊ានសួរ ចាំមិននិយាយទេទៅក្នុងមិញមិននិយាយ40ហ៎ អូអញ្ចឹងហ៎បងមិនមែននិយាយពាក្យ40ទេបងនិយាយថា30ជាង38អត់ទេថា30ក្រាស់ និយាយទៅ mid life crisis ពី30ទៅ40ហ្នឹងហើយយើងវាពេលរយៈ30ក្រាស់យើងវាពិបាកខ្លាំងតែយើងវាបានឆ្លងកាត់30ក្រាស់ហ្នឹងហើយបានវាជាសម័យកាលគាត់អត់និយាយចំលេខហ្នឹងហើយក៏អាយុ40ហើយខ្លាចកាត់ដឹងតែការស្ពយអត់អីទេបានមានតែ ហ្នឹងហើយដើរបកគោបកាសរហូត ចឹងនៅក្នុងរយៈពេល40ឆ្នាំដែលកើតជាមនុស្សលោកនេះកាលមុនជាសត្វ ខ្ញុំមិនដឹងជាតិមុននិយាយ តែឥឡូវមកយើងចាប់ដើមថតនៅ ចាប់ដើមយូរអីដែរយ៉ាងអូខេអូគឺទៅឯងចាញ់បោកគេហ្មងចោះអាយុបាត់ណាមកសួរមកគេថាបោកគេហៅមកបោកដល់កពតនេះអញ្ចឹងថាក្នុងរយៈពេលតាំងពីកើតមកហ្នឹងមានពេលណាមួយដែលគេថាពិបាកជាងគេដែលថាជីវិតហ្នឹងគឺងឹតអាប់អួរជាងគេបំផុតខ្ញុំធ្លាប់មានមិត្តភ័ក្តិណាកាលពេលព្រោះខ្ញុំធ្លាប់រៀននៅអាមេរិកពេលដំបូងឡើងហ្នឹងនិយាយទៅធំធាត់អីបាននៅស្រុកខ្មែរយើងនេះទេតែ11ឆ្នាំមិនរៀនហើយពេលទៅហ្នឹងគឺនិយាយពីទៅដល់សាលាយំមួយថ្ងៃ6 months ដំបូងហើយម៉ាក់គាត់នៅជាមួយអញ្ចឹងណាហើយពេលម៉ាក់គាត់ទៅលាក់ហ្នឹងគឺយំឡែនៅហ្នឹងហើយយើងចូលដល់ middle school ណាអញ្ចឹងយើងមិន10ឆ្នាំវាមិនទូចពេកទេតែគាត់ណាដល់ពេលហើយទៅឃើញគេទៅណោះដែរតែគាត់ណាក្នុងអំឡុងពេលហ្នឹងគឺចាប់ដើម make friend មានមិត្តភ័ក្តិនៅក្នុងហ្នឹងកាលហ្នឹងរៀន ESL គេហៅថា English as a second language
bạn này thay dương hiệnភាសាអង់គ្លេសជាភាសាទី2តែនៅអាមេរិកហើយនៅក្នុងហ្នឹងគឺមានជនជាតិ Mexican ហ្នឹង2នាក់គាត់ជាភ្លោះហើយទៅខ្លាយទៅជាមិត្តភ័ក្តិបន្ទាប់មកមានមិត្តភ័ក្តិម្នាក់ទៀតមកឆ្នាំបន្ទាប់ហ្នឹងអញ្ចឹងទៅពួកខ្ញុំហ្នឹងខ្លាយទៅជាហៅដូច F4 អញ្ចឹងដើរទៅណាទៅណីគឺមួយគ្នា4នាក់ដល់ពេលរៀនចប់ហើយរៀនចប់វិទ្យាល័យហើយទៅរៀនចប់ high school ហើយទៅក៏ត្រឡប់មកស្រុកវិញលែងបានជួបគ្នាឡើងជិត20ឆ្នាំហើយពងអាធៀមថាទៅជួបថាខ្ញុំនឹងទៅលេងអីចឹងទៅណាតែគាត់ឲ្យទៅរៀបចំទៅធ្វើវីសាធ្វើអីបានហើយទៅត្រូវផ្លាស់ប្ដូរកម្មវិធីរហូតអញ្ចឹងអត់ដែលបានជួបគ្នាទេស្រាប់ដល់ពេលដល់វគ្គមួយនោះប្រហែល2 3ឆ្នាំមុនណា4សំទោស3ទៅ4 5ឆ្នាំមុនខ្ញុំភ្លេចថ្ងៃមួយមានម្នាក់ស្លាប់ហើយដល់ពេលកន្លែងហ្នឹងគឺខូចយើងដូចថាខូចចិត្តមែនតើតែអត់ដឹងថានិយាយមួយណាគេពិបាកហើយទៅដល់ពេលយើងចាប់ដើមខូចចិត្តហើយទៅអាការខូចចិត្តរបស់យើងហ្នឹងក៏វាធ្វើឲ្យដោយសារយើងវាអត់មានឱកាសសម្រាប់ដោះស្រាយអត់ចេះរកអ្នកនិយាយអ្នកសួរអ្នកអីចឹងទៅវានៅក្នុងចិត្តអញ្ចឹងទៅយើងក៏ចាប់ដើមផ្សំវាទុកទៅចាប់ដើមខូចចិត្តរឿងផ្សេងទៀតណាគេនិយាយអីប៉ះពាល់យើងតិចហ្នឹងយើងឈឺយើងពិបាកក្នុងខ្លួនជួនកាលគេនិយាយមកគ្រាន់តែជាការលេងសើចក៏យើងយកដាក់ខ្លួនដែរដល់ពេលប្រហែល2ទៅ3ឆ្នាំក្រោយមកទៀតហ្នឹងមិត្តភ័ក្តិម្នាក់ទៀតដែលជាភ្លោះរបស់ម្នាក់មួយដែលគាត់បាន pass away ហ្នឹង pass away ដែរហើយអាហ្នឹងគឺវគ្គដែលរៀង down មែនតើណាហើយអាវគ្គហ្នឹងគឺ plan រួចហើយថានឹងទៅរៀបចំសម្បត្តិទិញឲ្យហើយថានឹងទៅលេងអញ្ចឹងទៅអត់បានទៅហើយទៅគាត់ក៏ដូចស្លាប់ត្រឹមតែនៅក្នុងអំឡុងពេលខុសគ្នាទៅប្រហែលមិនសប្តាហ៍អញ្ចឹងទៅវារៀងគុណលើគ្នាហើយបន្ទាប់មកអារឿងទាំងពីរហ្នឹងបូកទៅវាធ្វើឲ្យយើងដូចតែរបៀបគេហៅថាមាន loneliness សំទុកក្នុងខ្លួនហ្មងវាគិតថាយើងនឹងវាមានតែវាចង់និយាយថារឿងវាទូចតែគាត់នឹងវាធ្វើឲ្យយើងបរិយាវាម្ដងតិចទៅវាទៅជាធំហើយអញ្ចឹងទៅអ្នកនៅជុំវិញខ្លួនយើងហ្នឹងក៏យើងយកសម្ពាធរបស់គាត់ហ្នឹងយកមកដាក់យកមកទូលយកមកដាក់ជាទម្ងន់ត្រូវមាត់ម៉ាត់ក៏ធ្ងន់ត្រូវមាត់2ម៉ាត់កាន់តែធ្ងន់វាគុណគ្រប់យ៉ាងគ្រប់បញ្ហាដែលយើងជួបគឺយើងយកទៅដាក់មេគុណយកហ្មងវាមិនមែនជាធម្មតាលេខបូកដូចធម្មតាគឺយើងគុណវាយកអញ្ចឹងទៅធ្ងន់ធ្ងរខ្លាំងមែនតើហើយអញ្ចឹងបាក់ស្បាតបាក់អារបៀបហៅលេងលឺហ្មងអាហ្នឹងដូចថាឧទាហរណ៍ខ្ញុំមកនិយាយរឿងចេះសម្រាចេះអីហើយនេះនឹកអត់ឃើញហ្នឹងហើយកាលហ្នឹងដល់ពេលវាពិបាកខ្លាំងមែនតើទៅកាលហ្នឹងគឺដើររក therapist ដើររកអ្នកជជែកគ្នាផ្លូវចិត្តផ្លូវអីហ្នឹងសួរនាំគ្រប់គ្នាអញ្ចឹងទៅតែដល់ពេលចុងបញ្ចប់ទៅនេះក្រុមគ្រួសារខ្ញុំមានបងប្រុសមានបងប្អូនយដូនមួយមានអីវ៉ាន់ប្រហែលអ្នកហ្នឹងបងថ្លៃអីវ៉ាន់ហ្នឹងគឺគាត់ដូចអ្នកដែលចូលចិត្តរឿងចិត្តគំនិតអញ្ចឹងទៅគាត់ជួយស្ដាប់ជួយដឹងជួយលឺយើងទៅក៏ចូលដល់ផ្លូវមួយដែលយើងអាចចេះដើរទៅរកការរស់នៅដោយស្រាលហ្នឹងបានមកវិញចឹងអានោះប្រហែលជាខ្ទង់តែ2ទៅ3ឆ្នាំមុនហ្នឹងតែបើថាបោះជាទម្ងន់ហ្មងហ្នឹងប្រៀបធៀបជាមួយនឹងពេលវេលាផ្សេងទៀតហ្នឹងក៏វាមិនមែនថាធ្ងន់ជាងគេប្រហែលដែរព្រោះនិយាយទៅយើងគឺមានតែត្រឹមតែជីវិតដែលយើងបានរស់ហ្នឹងទេអញ្ចឹងដូចនិយាយអញ្ចឹងថាខ្ញុំគិតថាហ្នឹងវាមិនជាសកម្មភាពដែលធ្ងន់ជាងគេសម្រាប់ខ្ញុំទេតែគ្រាន់តែវាមានជាបន្តមកពីមុនមកដែរណាអញ្ចឹងអ្នកវាមិនមែនស្រួលដល់រហូតពេលហ្នឹងចាយពេលមិនអាចវា cover មកវិញលើកនេះរៀងយូរជាងគេព្រោះឯ club breakdown ហ្នឹងវាច្រើនលើកដែរសម្រាប់ជីវិតហ្មងណាគាត់ថានេះវាយូរជាងគេ on and off បានន័យថាឈឺជាហ្នឹងចូលចិត្ត2ឆ្នាំអីដែរ1ឆ្នាំទៅ2ឆ្នាំអីដែរតែគ្រាន់តែអាវគ្គដែលឈឺខ្លាំងហ្មងហ្នឹងបូកចូលគ្នាហ្មងវាចិត្ត
5 ឆ្នាំអីដែរ យូរ យូរព្រោះដោយសារនេះយើងអាពាក្យមួយដែលគេថាដូចថាយើងវាដូចយើងមានពងមួយដែលយើងសបខ្យល់ណាហើយទៅយើងសកត់វាចុះទៅក្នុងទឹកហើយដំបងឡើងយើងចេះតែសកត់វាបានដល់ពេលវាយើងសបកាន់តែខ្លាំងទៅវាពិបាកសកត់ទៅអញ្ចឹងទៅងំតែវាអាចផ្ទុះបានហ្នឹងដូចថាវាផ្ទុះឡើងមកលើទឹកវិញបានហ្នឹងវាតើរៀងពេញដៃពេញជើងរបស់ដែរហើយកម្លាំងរបស់យើងវាឡើងអាចសកត់កើតទៅបានវាឡើងមកវាយូរតែអាហ្នឹងសម្ពាធហ្នឹងវាជាសម្ពាធរួមណាបានន័យថាវាអាចចាប់ដើមលេចលូតលាស់មកហ្នឹងដោយសារសាច់រឿងដែលខ្ញុំនិយាយនេះតែគ្រាន់តែតាមពិតទៅវាអាចចេញតាំងពីយើងនៅក្មេងហ្នឹងមកអា insecurity ដែលយើងធ្លាប់មានតាំងពីក្មេងមកហ្នឹងវាមកម្ដងតិចដែលយើងមិនដែរហៅណាគេនិយាយគ្នាចែកគ្នាលេងដើម្បីឲ្យស្វែងយល់ថាហ្នឹងវាធ្ងន់មែនអត់វាចាំបាច់គិតអត់អីចឹងទៅវាអត់ដែលមានទេអញ្ចឹងទៅវានៅក្នុងនឹងឡើងមកម្ដងតិចយូរទៅដល់ពេលដល់វគ្គមួយដែលយើងវាមិនអាចសកត់វាបានទៀតទេវាឡើងមកអញ្ចឹងអាវគ្គដែលផ្ទុះហ្នឹងប្រហែលទុំ2ឆ្នាំ3ឆ្នាំមុននេះតែដល់ពេលផ្ទុះហើយទៅស្រួលខ្លួនមែនតើស្រួលរស់ ចឹងអាហ្នឹងមុនពេលខ្ញុំស្គាល់បងឯងទៀតហ្នឹងព្រោះខ្ញុំគិតថាពេលខ្ញុំស្គាល់បងឯងហ្នឹងកំពុងមកmomentមួយដែរអាហ្នឹងអាវគ្គផ្ទុះហ្នឹងហើយវគ្គផ្ទុះអាវគ្គដែលយើងអាចសកត់លេងកើតអាវគ្គដែលយើងជួបគ្នាដំបូងណាអាហ្នឹងគឺវគ្គដែលលេងសកត់លេងកើតលេងទទួលហ្មងគឺថាខ្ញុំចាំមកដូចថាជាតែមកទៅប្រមាត់តាហៀបពាក្យខុសគឺទៅវិញហ្មងទៅរដូវដែរនិយាយថាពីស្គាល់គ្នាចំពេលដែរតែរៀងខ្លួនហ្នឹងគឺកំពុងតែក្តៅកគុកចាគឺវគ្គហ្នឹងគឺអត់មាន patience ទេគឺលែងចង់ទទួលស្គាល់ស្អីទាំងអស់លែងចង់ដូចថាឲ្យតម្លៃទៅខ្លួនឯងណាតែគ្រាន់តែឲ្យតម្លៃខ្លួនឯងក្នុងការគិតមួយដែលយើងវាមិនទាន់ចាប់យកភាពចាស់ទុំបានទេនិយាយមែន40ហើយមិនមែនថា40នឹងចាស់មានចាស់ចិត្តចាស់កំណត់ទេណាដល់ពេលឆ្លងកាត់អានឹងហើយថាអូខេរៀងចាស់ចិត្តចាស់កំណត់ជាងមុនបន្តិចតែគាត់ណាចាស់តាអាយុឯហ្នឹងមុខមាត់ឯវ៉ាន់ស្អាតបាទពេលដំបូងដែលខ្ញុំស្គាល់គាត់ហ្នឹងគឺចំជាពេលដែលគេហៅថា bad moment បរយពីព្រោះគាត់កំពុងតែនៅក្នុង situation ដែលគាត់កំពុងនិយាយជាមួយហ្នឹងស្ថានភាពដែលពិបាកខាងហ្នឹងហើយខ្ញុំក៏ស្ថានភាពពិបាកខាងដែរដល់ពេលអញ្ចឹងទៅសូម្បីតែពេលប្រជុំណាគឺថាប៉ះគ្នាមិនបានហ្មងខ្ញុំពេលហ្នឹងគឺពាក្យគាត់និយាយមួយម៉ាត់ដែរក៏ខ្ញុំយកមក analyze 100ចំពោះដែរហើយខ្ញុំដេកខឹងបណ្ដោយហើយគាត់អត់ធន់ដល់សោះគឺថាសង្គ្រាមអត់មានខន្តីមកទេចាសង្គ្រាមប៉ុន្តែពេលហ្នឹងពេលដែលខ្ញុំឃើញអញ្ចឹងទៅតែដោយសារតែខ្លួនឯងខាងខ្ញុំវិញណាវាពងឆ្លងកាត់រឿងមួយដែរក៏គិតថាចេះសង្ស័យគាត់ដូចមានរឿងអីដូចឯងដែរទេវាមិនមែនជាថានឹងគេហៅថាចរិតគាត់ពេលហ្នឹងអត់គិតចឹងឯងអញ្ចឹងมันបានមកនិយាយគ្នាដល់សប្ងាយតែមានចាំអត់កាលហ្នឹងមកប្រាប់ខ្ញុំថាចេះថាហេតុអីបានជាបាក់ធ្វើការមួយគាត់នឹងម៉េះនៅពេលដែលម្នាក់គាត់នៅឮថាចេតាបានធ្វើការងារជាមួយខ្ញុំហ្នឹងអូគាត់ស្រួលធ្វើការមួយវាខុសពីហ្នឹងហើយមកclear ហ្នឹងតែធ្វើឲ្យខ្ញុំឆ្ងល់ដល់អញ្ចឹងទៅបើតាមស្គាល់រហូតដល់សប្ងាយហ្នឹងហ្នឹងហើយកាលហ្នឹងមែនគេហៅមើលពាក្យជា Gen Z គេប្រើលើ peak ហ្នឹង peak មកហ្នឹងហើយប៉ុន្តែវានេះវានិយាយទៅមនុស្សយើងគ្រប់គ្នាហ្នឹងវាតែងតែឆ្លងកាត់ហើយវាភាគច្រើនគឺមកដល់ពេលហ្នឹងដូចខ្ញុំបាននិយាយបាញ់ហ្នឹងគឺពីអាយុយើងពី35ទៅ40ឬក៏ក្នុងអំឡុង30ទៅ40ហ្នឹងយើងនឹងឆ្លងកាត់ដែរគេហៅ mid life crisis ហ្នឹងបំណិនពាក់កណ្ដាលជីវិតនេះដែលដាច់ខាតគឺយើងត្រូវតែឆ្លងកាត់នៅកម្រិតណាមួយអ្នកខ្លះគាត់រៀងហេងគាត់រៀងសំណាងគាត់រៀងស្គាល់ពីខ្លួនគាត់អញ្ចឹងទៅគាត់អត់ត្រូវការឆ្លងកាត់អាហ្នឹងព្រោះគាត់រស់រៀនមានជីវិតមកគឺគាត់អនុវត្តគោលការណ៍ជីវិតគាត់ស្របតាមនឹងបំណងដែលគាត់មាននៅក្នុងចិត្តដល់ពេលដូចយើងអញ្ចឹងយើងជាពិសេសអ្នកដែលឧស្សាហ៍គិតពីអ្នកដទៃគឺតែងតែអនុវត្តដោយយកបំណងរបស់អ្នកដែលខ្លួនយើងស្រឡាញ់ហ្នឹងជាគោលអញ្ចឹងទៅយើងចេះតែយកអ្វីដែលខ្លួនយើងពិតប្រាកដតែយើងចង់ធ្វើចង់បានហ្នឹងយកទៅទុកមួយជាហៀងណាដូចខ្ញុំអញ្ចឹងដូចថាឧទាហរណ៍បើទៅបាយជុំគ្នាដាក់បាយមកតុកអញ្ចឹងណាហើយឃើញថាម្ហូបណាវារៀងតំណងជាងគេអញ្ចឹងអត់ប៉ះទេទុកអាហ្នឹងឲ្យអ្នកផ្សេងញ៉ាំសិនអាហ្នឹងវាជាឧទាហរណ៍មួយដែលយើងនិយាយហើយវាមិនមែនថាធ្វើហ្នឹងដូចខ្ញុំហ្នឹងដូចព្រះអីហ្នឹងមិនមែនទេ
ដោយសារខ្ញុំចង់ហើយខ្ញុំសប្បាយចិត្តនឹងឃើញយ៉ាងដែរប៉ុន្តែក៏ខ្ញុំដាក់បំណងដែលខ្ញុំចង់ញ៉ាំអាហ្នឹងមួយឡែកអញ្ចឹងទៅអ្វីដែលខ្ញុំ end up doing ណាដូចថាឧទាហរណ៍ដូចពេលឧទាហរណ៍ចូលឆ្នាំអញ្ចឹងទៅគឺមានមន់ស្ងោរមន់អីអញ្ចឹងណាហើយខ្ញុំធ្លាប់ដេកសម័យគឺថាចង់ថាធ្វើម៉េចយកមន់ស្ងោរហ្នឹងមកចាប់កកេយកមកចេះហើយតែតែពេលអង្គុយជុំនេះគឺទុកឲ្យអ្នកដទៃអ្នកឲ្យមនុស្សគ្នាដែលយើងស្រឡាញ់ហ្នឹងគឺទុកជូនគាត់តែគ្រាន់តែដល់ពេលនៅម្នាក់ឯងដូចថាដែលខ្ញុំនិយាយរឿងផ្ទះមិញដែលខ្ញុំស្រឡាញ់ផ្ទះហ្នឹងគឺថាខ្ញុំកំងមន់មកចាប់កកេយកមកម្នាក់ឯងចឹងចាហ្នឹងអ្វីដែលខ្ញុំធ្វើដើម្បីដោះស្រាយបំណិនរបស់ខ្ញុំចុះខ្ញុំគិតថាបើយើងមើលកូនក្មេងអាកូនក្មេងអាយុ1ឆ្នាំ2ឆ្នាំចាប់ផ្ដើមបច្ចេកនិយាយមួយម៉ាត់ពីរម៉ាត់មកពេលហ្នឹងវាអត់តចេះគិតទេអញ្ចឹងទៅពេលវាចង់បានអីវាទាញយកហើយទៅយើងចាប់ផ្ដើមធំទៅអញ្ចឹងដល់ពេលដល់កំណត់មួយដែលថាទុកឲ្យអ្នកដតីមុននេះទុកឲ្យរបស់ល្អទុកឲ្យអ្នកដតីមុនចុះលើគេសុបាយចិត្តអញ្ចឹងវាដូច suppress ខ្លួនឯងឬក៏នេះខ្លួនឯងពេលមុនវា suppress ណាពេលមុនវាធ្វើឲ្យខ្ញុំហ្នឹងដូចមិនដាក់ខ្លួនឯងជាអត្តភាពហ្នឹងហើយឥឡូវអត់ទេព្រោះពេលមុនខ្ញុំអត់ពិចារណាឲ្យស្រួលបួលទេថាខ្ញុំចង់ញ៉ាំដល់កម្រិតណាហើយក្នុងករណីដែលខ្ញុំចង់ញ៉ាំម្ហូបហ្នឹងតើវាធ្វើឲ្យខ្ញុំសុបាយដល់កម្រិតណាហើយនៅពេលដែលខ្ញុំអាចឲ្យទៅអ្នកដទៃគេញ៉ាំហើយទៅបានឆ្ងាញ់ហ្នឹងតើខ្ញុំសុបាយចិត្តដល់កម្រិតណាយល់ន័យអញ្ចឹងដល់ខ្ញុំនិយាយរឿង mapping នេះអញ្ចឹងឧទាហរណ៍ថាកាលមុនដែលខ្ញុំអត់ព្រមញ៉ាំហ្នឹងខ្ញុំគិតថាខ្ញុំហ្នឹង self sacrificing ព្រោះខ្ញុំចង់ធ្វើនេះឲ្យគេសុបាយចិត្តតែតាមពិតមិនមែនទេអ្វីដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំធ្វើដោយសារខ្ញុំវាធ្វើឲ្យខ្ញុំសុបាយចិត្តស្រាប់យល់ទេបើវាមិនធ្វើឲ្យខ្ញុំសុបាយចិត្តមិនធ្វើទេក៏ខ្ញុំមិនធ្វើដែរអញ្ចឹងមិនថាដល់ពេលយើងយកមកបោកដកឡើងវិញណាខ្ញុំមិនមែនធ្វើដើម្បីគាត់ប្រមាណទេខ្ញុំធ្វើដើម្បីខ្លួនឯងដែលខ្ញុំទុកមន់ហ្នឹងជូនទៅពួកគាត់បានពិសាហើយឃើញគាត់សុបាយចិត្តណាខ្លួនយើងហ្នឹងវាសុបាយចិត្តជាងយើងបានញ៉ាំខ្លួនឯង You know what យល់ន័យខ្ញុំយល់អញ្ចឹងទៅបានន័យថាខ្ញុំតាមពិតខ្ញុំធ្វើសម្រាប់ខ្លួនឯងទេដល់ពេលយល់កន្លែងហ្នឹងហើយទៅអារឿងដែលថាខ្ញុំអត់បានញ៉ាំមន់ហ្នឹងវាលែងសំខាន់វាលែងជាចំណុចមួយដែលធ្វើឲ្យខ្ញុំពិបាកចុះកាលពីក្មេងក៏ចឹងដែរកាលពីក្មេងចែកអត់ដាច់ហើយយើងវាអត់បានយកមកថ្លឹងថ្លែងជាមួយគ្នាណាអាអត់ញ៉ាំក៏ធ្ងន់អាអត់ឲ្យគេញ៉ាំក៏ធ្ងន់នៅពេលតែរឿងទាំងពីរហ្នឹងវាស្រាលទាំងពីរតែយើងអាចធ្វើអារឿងដែលឲ្យអ្នកដែលយើងស្រឡាញ់ហ្នឹងគាត់បានហូបហ្នឹងវាធ្វើឲ្យយើងហ្នឹងវាសុបាយណាទោះជាគេមិនគេខ្វល់គេដឹងមិនដឹងគឺអត់សំខាន់ទេតែសំខាន់យើងនេះយើងវាសុបាយចិត្តដែលអាចឃើញឱកាសហ្នឹងអាចមានឱកាសហ្នឹងបានណាព្រោះឱកាសហ្នឹងវាមិនមែនមានរហូតណាតំណងចាប់មកតំណងសឹងតែមិនជឿតែវាមិនមែនដូចថាយើងវាមិនអាចធ្វើអញ្ចឹងគ្រប់គ្នាបានទេគ្រាន់តែថាតែភាគច្រើនមនុស្សភាគច្រើនតែងតែធ្វើអញ្ចឹងខ្ញុំគិតណាបកស្រាយទាំងអស់ហ្នឹងវាឆ្លើយនឹងសំណួរខ្ញុំអង្គុយឆ្ងល់យូរហើយចាំជាង1ឆ្នាំហ្នឹងcònឆ្ងល់ដោយសារតែពេលរាប់អានបងទៅទទួលបានអារម្មណ៍ថាបងខ្វល់ពីមនុស្សជំនាញខ្លួនហើយបើ notice តាមមើលវិញឃើញថាអូមែនមានតែម្នាក់ពីរនាក់ឯងគឺគ្រប់គ្នាដែលបងមើលថែមើលអាពេលសកម្មភាពរបស់បងបញ្ចេញមកថាបងឲ្យខ្វល់ពីគេហ្មងដល់អញ្ចឹងទៅចេះតែឆ្ងល់ចេះតែភ័យជំនួសថាអញ្ចឹងដោយពាក្យគេថាតតែមនុស្សធ្លាប់អត់បណ្ដឹងថាអត់ហ្នឹងវាពិបាកមិនដល់អញ្ចឹងតែចរិតគាត់ក្នុងការឃើញគេគាត់ចង់ឲ្យអំណោយគេគាត់អីហ្នឹងដោយសារគាត់ធ្លាប់អត់តែដល់ពេលនៅក្នុងចំណុចនេះតើមាន dark side of the story ដែរឬទេទៅនឹងទង្វើមួយនេះដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលតែងតែគិតថានៅក្នុងរឿងអីក៏វាមានខ្មៅនិងសទឹកនឹងពេកណាដល់ពេលអញ្ចឹងពេលឃើញល្អខ្ញុំចេះតែបារម្ភថាតិចមានតែមួយខាងទៀតដែលវាអត់ល្អដែលធ្វើឲ្យបងបារម្ភពីគេដល់ថ្នាក់ហ្នឹងកាលមុនធ្លាប់សួរខ្លួនឯងឡើងហ្នឹងដែរតែគាត់ថាវាពិបាកដែរតាំងពីក្មេងមកអ្នកនៅជុំវិញខ្ញុំហ្មងផ្ដល់ក្តីស្រឡាញ់ឲ្យខ្ញុំច្រើនណាទាំងឪពុកម្ដាយទាំងបងប្រុសទាំងអីហ្នឹងគឺអត់ដែលមានគេហៅថាអត់ដែលខ្វះឯក្តីស្រឡាញ់ហើយនិយាយទៅមិនដែលធ្លាប់ពិបាកដែលគិតថាយើងត្រូវតែ
vôអានឹងដើម្បីទៅកុំឲ្យអ្នកដទៃពិបាកដែរអត់ដែលមានអារម្មណ៍ហ្នឹងឯងហើយអ្វីដែលធ្វើហ្នឹងក៏មិនមែនដោយសារអញ្ចឹងដែរខ្ញុំគិតថាខ្ញុំគិតថាដោយសារខ្ញុំវាធ្លាប់ជួបធ្លាប់បានអាក្តីស្រឡាញ់ហ្នឹងហើយវាធ្វើឲ្យខ្ញុំហ្នឹងវាស្រួលចិត្តតែខ្ញុំចង់ឲ្យអ្នកដទៃបានស្រួលដែរយល់ទេអញ្ចឹងអាហ្នឹងបើថាឲ្យខ្ញុំនិយាយអញ្ចឹងគឺវាអាចវគ្គហ្នឹងតែមានមករឿងទៀតដែរដោយសារខ្ញុំហ្មងជាចរិតដូចថាឥឡូវនេះឃើញខ្ញុំចេះនិយាយច្រើននិយាយអីចឹងដោយសារឥឡូវនេះយើងវារៀងស្គាល់គ្នាហើយឥឡូវហ្នឹងក៏គិតថាអត្តចរិតហ្នឹងក៏រៀងចាស់ទុំជាងមុនអញ្ចឹងទៅក៏លែងសូវគិតច្រើនណាតែគ្រាន់តែបើសួរថាឲ្យខ្ញុំដើរជួបអ្នកមិនដែលស្គាល់គ្នាបានតែដងអង្គុយនិយាយគ្នាអញ្ចឹងគឺអត់ទេហ្នឹងហើយដើរគិតមនុស្សហ្មងអញ្ចឹងដូចមិនមែនមនុស្សចេះរាក់តាក់ចេះអីច្រើនទេហើយតាំងពីក្មេងរហូតដល់ចាស់ហ្នឹងប៉ាគាត់ធ្លាប់បារម្ភវគ្គខ្ញុំមួយអាពេលរៀនចប់ដំបូងមកដល់ផ្ទះគឺនៅតែក្នុងបន្ទប់ហ្មងហើយប៉ាគាត់ឡើងមកដល់លើគាត់សួរមកថាប៉ាភ័យខ្លាចតែខ្លួនឯងស្អប់មនុស្សតែដល់ពេលគាត់ស្គាល់ចរិតច្បាស់ទៅបានដឹងថារៀងផ្ទុយពីហ្នឹងទៅវិញដោយសារយើងនឹងវាស្រឡាញ់មនុស្សពេកហ្នឹងហើយអញ្ចឹងទៅជួនកាលទៅយើងចេះចង់ធ្វើឲ្យគេសុបាយហើយពេលដែលយើងធ្វើអ្វីមួយយ៉ាងទៅឃើញគេអត់សុបាយចិត្តវាខ្លាចទៅជាសម្ពាធវិញជាទង្វើវិញព្រោះជួនកាលធ្លាប់គិតដែរថាយើង feel យើងគិតថាវារៀងអយុត្តិធម៌ណាដែលថាយើងបានរស់ស្រួលហើយអ្នកដទៃក៏អត់បានស្រួលអញ្ចឹងយើងចង់ឲ្យអ្នកដទៃបានស្រួលដូចយើងដែរនិយាយដល់វគ្គនេះយើងអួលឡើងកដឹងហើយអត់យល់ផឹកទឹកបារម្ភថានៅភាពល្អមួយរបស់មនុស្សម្នាក់ប្រហែលជាមានភាពមិនសូវល្អនៅម្ខាងទៀតបានជាធ្វើឲ្យមនុស្សម្នាក់ហ្នឹងល្អដល់ពេលចម្លើយបងបានន័យថាបងធ្លាប់ស្គាល់រសជាតិនៃក្តីស្រឡាញ់ពីគ្រួសាររបស់បងអញ្ចឹងបងចង់បន្តក្តីស្រឡាញ់ហ្នឹងតែឲ្យអ្នកដទៃអ្នកដែលបង pay it forward និយាយទៅខ្ញុំនិយាយត្រង់ខ្ញុំអត់ដែលដឹងថាត្រូវដាក់ពាក្យហ្នឹងមិនតែដល់ពេលមើលកុនហ្នឹងហើយទៅក៏នឹកឃើញថាហ្នឹងគឺជាអ្វីដែលយើងអាចធ្វើទៅកើតគឺបើថាយើងបានប៉ុនហើយយើងជូនប៉ុនហ្នឹងតហើយហ្នឹងហើយកន្លែងហ្នឹងវាពិបាកដែរព្រោះដូចថាបើយើងបកស្រាយវាមិនសូវត្រូវទេធ្វើទៅដូចអាមួយនេះវាហ្នឹងហើយចេះតែនិយាយបានវាព្រោះនៅស្រួលហើយយល់អញ្ចឹងអាហ្នឹងអត់អីទេអាហ្នឹងគឺជាចំណុចមួយដែលអាចនិយាយបានតែខ្ញុំនិយាយត្រង់ថាចេះថាមនុស្សណានៅក្នុងជីវិតលោកនេះហ្នឹងគឺថាអ្នកណាគេក៏ជួបពិបាកដែរណាវាខ្ញុំមិនជឿថាមានជីវិតនៅលើលោកនេះដែលមិនដែលមានជួបការលំបាកសោះហើយគាត់ថាជួនកាលអ្នកខ្លះទៅគាត់លំបាកតែមានអ្នកជួយមើលថែអញ្ចឹងទៅណាបាទហើយតែកន្លែងហ្នឹងខ្ញុំវារៀងហេងកន្លែងហ្នឹងត្រង់ថារៀងសំណាងត្រង់ថាដូចបាននិយាយអាវគ្គដែលខ្ញុំថាខ្ញុំបាក់ខ្លាំងមែនតើហ្នឹងខ្ញុំមានបងប្រុសខ្ញុំមានបងស្រីខ្ញុំបងថ្លៃខ្ញុំហ្នឹងមានបងប្អូនដូនមួយបាទហ្នឹងគាត់ជួយគាត់នៅហ្មងគាត់ដូចថាហៅភ្លាមបានផ្លែតមកជួយដោះស្រាយជួយស្ដាប់ជួយលឺជួយផ្ដល់កម្លាំងចិត្តដើម្បីដោះស្រាយទៅរួចអញ្ចឹងយើងវាមានsupporting system ហ្នឹងដែរဆိုអាកន្លែងហ្នឹងដែលថាវាអាចជួយសម្រួលទម្ងន់បានច្រើនខ្ញុំអ្នកទទួលផលតព្រោះឥឡូវបាក់ចិត្តនិយាយរកគាត់ជូននៅសង្គមថាវាវិជ្ជមានអញ្ចឹងខ្ញុំគិតថាអ្វីដែលខ្ញុំចង់ផ្ដល់ទៅវិញនេះគឺវាតកតងការដឹងគុណរបស់ខ្ញុំឯងអាគុណដែលខ្ញុំធ្លាប់បានទទួលហ្នឹងគឺខ្ញុំចង់វេគុណហ្នឹងបន្តទៅមុខទៀតជូនដល់អ្នកដទៃដែរការសន្ទនាផ្នែកទី3ការស្វែងរកជំនួយចឹងបងនិយាយមួយថ្ងៃនេះបាយអូហូស្ទឹងនឹងដល់ណាដល់ណីនេះគិតជាម៉ោងហ្នឹងប្រហែលម៉ោងហើយចឹងបើអ្នកណាដែលមើលដល់នាទីនេះសូមរាប់អានបងដូចយើងនិយាយគ្នាមិញថាត្រង់តែឆាកជីវិតបងមានព្យុះភ្លៀងក៏មិនតិចដងដែរហើយខ្ញុំគិតថាខ្ញុំក៏ច្រើនដងដែរអ្នកមើលក៏មានរហូតដែរហើយយើងក៏គិតថាយើងទទួលយកភាពពិតមួយនៃជីវិតដែលថាវាអត់ចប់ទេព្យុះហ្នឹងនឹងវានឹងកើតឡើងនៅថ្ងៃណាមួយទៀតទាំងយើងមិនដឹងថាតើកម្លាំងព្យុះហ្នឹងវាខ្លាំងឬក៏វាខ្សោយហើយវាមកពេលហើយវាអត់ប្រាប់យើងទៀតទៅមក surprise ក៏ដោយហ្នឹងអញ្ចឹងយើងត្រូវត្រៀមចិត្តទុកមុនហ្នឹងយើងត្រៀមចិត្តទុកមុនដល់អញ្ចឹងអាហ្នឹងគេត្រូវធ្វើម៉េចហ្នឹងមូលហេតុដែលខ្ញុំសើចវិញហ្នឹងគឺចង់និយាយថាព្យុះវាមានណាតែថ្ងៃក៏វារះ
ណាទឹកសន្សំក៏វាមាន golden hour ក៏វាមានអញ្ចឹងទៅនិយាយថាវាមិនមែនតែព្យុះរហូតហ្នឹងហើយអញ្ចឹងថាកន្លែងហ្នឹងរៀងអាណិតហែងដែរតែថាវាគិតឃើញតែព្យុះរហូតហ្នឹងហើយអញ្ចឹងខ្ញុំតែងតែសម្រាប់ខ្ញុំថានិយាយថាឥឡូវហ្នឹងខ្ញុំរៀងធ្វើឲ្យដូចថាឲ្យវាទទួលស្គាល់ការពិតណាការពិតនៃជីវិតហ្នឹងគឺដូចថាខ្ញុំនិយាយមិញថាខ្ញុំវាកើតមករៀងសំណាងឯបានវាសម្បូរសប្បាយមករហូតតែគាត់ណាបើថាទៅមើលប្រវត្តិជីវិតមកវិញក៏វាមិនស្រួលខ្ញុំមិនជឿថាខ្ញុំវាស្រួលជាងគេពេកទេតែក៏មិនវាពិបាកជាងមិនពិបាកជាងគេប្រហែលដែរគាត់ថាវានិយាយទៅវានៅតែជួបចឹងអារឿងល្អអារឿងអាក្រក់ជួនកាលទៅដូចថាថ្ងៃនេះចឹងទៅជួបឯងហើយបាយចិត្តណាចាឆ្នាំមុនយើងជួបគ្នាមិនបាយចិត្តបានណាយល់ទេហើយសូម្បីតែពេលយើងធ្វើការជាមួយគ្នាប្រហែលថ្ងៃមុនក៏វានៅតែមានវគ្គខ្លះដែលយើងផ្ទុះជាមួយគ្នាដែរអញ្ចឹងបានថាតែដល់ពេលហើយយើងវាអាចមកជួយអង្គុយចែកគ្នាសើចលេងអញ្ចឹងដូចឥឡូវនេះអញ្ចឹងសម្រាប់ខ្ញុំគិតថា resilience it's not about វាមិនមែនជាថាយើងវាត្រូវតែរឹងមាំគ្រប់ពេលវេលាវាអត់ចាំបាច់ឥឡូវនេះបច្ចុប្បន្ននេះវាមានដូចថាបរិបទសង្គមហ្មងដូចថាម្នាក់ឲ្យតម្លៃខ្លាំងទៅលើភាពរឹងមាំណាស្រក់ទឹកភ្នែកមកតំណក់ក៏បានដែរតែតាមពិតវាអត់អញ្ចឹងវាអត់អញ្ចឹងភាពរឹងមាំឬក៏ភាពមូលដ្ឋានរបស់មនុស្សម្នាក់ហ្មងហ្នឹងវាស្ថិតនៅលើទំនុកចិត្តដែលយើងអាចមានមកលើខ្លួនឯងបើយើងឲ្យតម្លៃខ្លួនឯងទោះជាមានបញ្ហាអីក៏យើងអាចឆ្លងកាត់វាកាត់ដែរហើយពេលខ្ញុំនិយាយថាឲ្យតម្លៃហ្នឹងគឺថាបើមានសម្ពាធហើយបើបញ្ហាវាកើតឡើងមកហើយទៅបើយើងឲ្យតម្លៃខ្លួនឯងណាយើងជឿជាក់ថាយើងអាចឆ្លងកាត់វាបានបើយើងអត់ឲ្យតម្លៃខ្លួនឯងទេយើងគិតថានេះពិបាកมันគួរកាត់ឡើងមកខ្ញុំសោះឡើយគួយសួរនំនឹងវាសនាថ្លឹងថ្លែងតែរឿងអយុត្តិធម៌ជីវិតអីហ្នឹងទៅតែគ្រាន់តែបើយើងឲ្យតម្លៃមកខ្លួនឯងអត់ចាំបាច់សួរទេបើថាត្រូវផឹកទឹកបើអត់មានទឹកផឹកទេចាំកែងលូថាស្អែកឡើងភ្លៀងមកចាំផឹកទឹកភ្លៀងហ្នឹងក៏បានសម្រាប់ខ្ញុំគិតចឹងតែហ្នឹងហើយវាមានសុបាយវាមានអត់សុបាយគ្រប់គ្នាព្រោះចេះតែសួរទៅដោយសារតែអាព្យុះជីវិតហ្នឹងវាចេះតែមានអាថ្ងៃវាចេះតែរះទៅវិញទៅមកតែពេលខ្លះយើងភ្លេចខ្លួនតែស្អែកគង់តែមានថ្ងៃព្រោះយើងរវល់តែនៅក្នុងព្យុះឥឡូវហ្នឹងអញ្ចឹងបាទខ្ញុំនិយាយដោយអាវគ្គមុននេះដោយថាខ្ញុំដាក់ដែរថាខ្ញុំអត់បំភ្លេចណាអត់បោះបង់ចោលទេគ្រប់យ៉ាងដែលកើតឡើងហើយដូចថាឥឡូវហ្នឹងបញ្ហាក៏មិនបោះបង់ចោលអាភាពសប្បាយក៏មិនបោះបង់ចោលដែរដូចខ្ញុំនិយាយមិញហ្នឹងថាខ្ញុំធ្វើល្អហ្នឹងគឺដោយសារខ្ញុំធ្លាប់ទទួលបំណងល្អពីគេមកច្រើនអញ្ចឹងខ្ញុំចង់ផ្ដល់វាទៅបន្តទៀតអញ្ចឹងតែគ្រាន់តែមិនមែនថាវាមិនដែលមានរឿងអាក្រក់ដែលកើតឡើងទេគ្រាន់តែថាហ្នឹងខ្ញុំគ្រាន់តែចាំទុកវាជាបទពិសោធន៍ទៅព្រោះបើថារឿងអាក្រក់ហ្នឹងវាកើតឡើងទៅលើអ្នកដទៃខ្ញុំដឹងថាខ្ញុំអាចជួយអ្នកដទៃហ្នឹងមិនបានណាតែគ្រាន់តែបើយើងរងចាំទុកនៅអាភាពល្អដែលបានកើតឡើងក្នុងជីវិតយើងច្រើនក៏វាជួយហ្នឹងជួនកាលទោះជាថារស់40ឆ្នាំមានរឿងល្អតែមួយ let's just focus on តែគាត់និយាយទៅវាស្ដាប់ទៅដូច cliché ណាដូចអាពាក្យថានិយាយគេនិយាយរាប់សិបណាបើធ្វើបានអញធ្វើមិនចង់ធ្វើទេតែវាពិបាកតែខ្ញុំគិតថាបើយើងនៅតែគិតថាវាពិបាកនៅតែធ្វើមិនបានបើចង់សម្រាលទម្ងន់ឬក៏សម្រាលទុកតើតែព្យាយាមធ្វើរឿងអស់ហ្នឹងជាយើងគិតពីរឿងណាដែលអាចធ្វើឲ្យយើងស្រួលដែលធ្វើឲ្យយើងស្រាលដែលធ្វើឲ្យយើងអាចដោះស្រាយបញ្ហាបានបើយើងគិតតែពីទុកហ្នឹងខ្ញុំនិយាយត្រង់អត់ដែលឃើញអ្នកណាគេមួយដែលអង្គុយគិតតែពីទុកសោកហើយទៅដោះស្រាយបញ្ហាចេញទេតែជាក់ស្ដែងហ្មងបើយើងទុកវាយូរក៏វាពិបាកដែរហ្នឹងអញ្ចឹងកុំទៅយកអារឿងជុះភ្លៀងយកមកទុកក្នុងខ្លួនយូរពេកបើគិតហើយទៅដោះបានចាំគិតបើគិតហើយដោះមិនបានដដែលអត់មានប្រយោជន៍អញ្ចឹងមិនថាបើថាត្រូវយំទៅវាអត់ជាបញ្ហាទេបើថាយំនឹងហើយទៅវាស្រាលតែបើថាយំហើយទៅវាធ្ងន់ជាងមុនកុំទៅយំបានការស្អីមានប្រយោជន៍វាអត់ធ្វើឲ្យមានប្រយោជន៍អីមកវិញទេអញ្ចឹងឥឡូវនេះយើងនិយាយ cover ពីប្រធានបទជាច្រើននៃជីវិតបងបារ៉ាហើយខ្ញុំគិតថាអ្នកដែលកំពុងតែស្ដាប់ផ្ទាល់អ្នកខ្លះក៏ធ្លាប់ស្គាល់គាត់អ្នកខ្លះមិនធ្លាប់ស្គាល់គាត់បើមិនធ្លាប់ស្គាល់ទេស្គាល់ថ្ងៃហ្នឹងហើយបើអ្នកស្គាល់គាត់ដែលជារូបភាពផ្សេងក្នុងការដែលគាត់បំពេញការងារប្រហែលជាមិនធ្លាប់ឃើញនៅផ្នែកផ្សេងមួយទៀតដែលគាត់កំពុងនេះ relax ស្លាប់នេះអញ្ចឹងបានស្ដាប់នៅជ្រុងថ្មីដែលបងគាត់រៀបរាប់ពីចំណុចពីជីវិតរបស់គាត់ក៏ដូចជាការមើលឃើញរបស់គាត់ចឹងណាអញ្ចឹងខ្ញុំ
ចុងក្រោយនេះយើងដល់ចុងក្រោយហើយ ដល់ហើយ ហ្នឹងហើយកុំនិយាយដល់ស្អែកអញ្ចឹងមកដល់ចុងក្រោយនេះខ្ញុំចង់សុំបងមួយឲ្យមើលទៅកាមេរ៉ាហើយនិយាយទៅអ្នកស្ដាប់ណាខ្ញុំសង្ឃឹមថាអ្នកស្ដាប់មកដល់ដំណាក់កាលនេះគាត់អាចនឹងត្រឡប់មកស្ដាប់នៅចំណុចនេះម្ដងទៀតនៅពេលថ្ងៃណាមួយដែលគាត់គិតថារឿងនឹងវាធ្ងន់ណាស់គាត់ធ្វើឲ្យវាស្រាលកើតទេអញ្ចឹងគាត់ត្រូវការឮពាក្យរំលឹកឬក៏ឮពាក្យណាមួយដែលអាចឲ្យគាត់ដោះចិត្តគាត់កើតឬក៏ដោះឲ្យវាស្រាលជាងមុនកើតអូអានេះពិបាកអានេះសម្រាប់ខ្លួនខ្ញុំផ្ទាល់ណាដែលវាធ្វើឲ្យមានប្រសិទ្ធភាពហើយចេះតែអាចជួយខ្លួនឯងបានហ្នឹងគឺពេលភ្លាមហ្នឹងដែលដូចថាកំពុងតែទុកសោកហើយខ្ញុំប្រើតែ3រឿងហ្នឹងឯងមើលទៅបញ្ហាហ្នឹងទៅអីគេហើយទទួលស្គាល់វាថាវាជាបញ្ហាទី2សួរថាខ្ញុំអាចធ្វើអីគេខ្លះបានទៅលើបញ្ហាហ្នឹងហើយទី3នៅពេលហ្នឹងហ្មងនេះអាចធ្វើការងារហ្នឹងដើម្បីដោះបញ្ហាហ្នឹងនៅពេលហ្នឹងមកនឹងបានអត់ហើយបើថាចម្លើយថាធ្វើបានទៅធ្វើទៅបើថាចម្លើយថាធ្វើមិនបានទេខ្ញុំលែងកាត់ទុកហើយខ្ញុំចាំដល់វគ្គដែលខ្ញុំអាចធ្វើវាបានន័យថាដាច់ដោះបានចាំខ្ញុំគិតទៀតអញ្ចឹងអានឹងជួយច្រើនហើយអញ្ចឹងរំលឹកមក3ចំណុចហ្នឹងឯងអាចជួយមកកម្រិតនិយាយថាខ្ញុំមិនជឿថាវាជា solve all and all ទេតែគាត់វាអាចជួយមកកម្រិតបានចាអញ្ចឹងអរគុណបងដែលបានឲ្យជាមតិយោបល់ក៏ដូចជា clear មួយដែលទុកឲ្យអ្នកស្ដាប់ទាំងអស់គ្នាមកស្ដាប់ម្ដងទៀតនៅពេលដែលគិតថាជីវិតនោះវាធ្ងន់ខ្លាំងវាទៅណាមិនរួចទេខ្ញុំសង្ឃឹមថា clip មួយនេះអាចធ្វើឲ្យស្រាលជាងមុនបន្តិចខ្ញុំសង្ឃឹមថានៅពេលដែលស្ដាប់ហើយផ្ដល់ស្នាមញញឹមតិចតួចទៅលើអ្វីដែលបងកំពុងតែជួបតែបើសិនជាស្ដាប់ហើយបែរទៅជាធ្ងន់ជាងមុនបើស្ដាប់ហើយនៅតែដោះអត់ចេញខ្ញុំសង្ឃឹមថាបងអាចបើកចិត្តដើម្បីនិយាយជាមួយនឹងមនុស្សជុំវិញខ្លួនដូចជាមិត្តភ័ក្តិគ្រួសារឬក៏ពេលខ្លះសូម្បីតែអ្នកដទៃដែលមិនដែលស្គាល់គ្នាក៏អាចជួយយើងបានដែរតែជំហានទី1ត្រូវបើកចិត្តសិនមិនអាចឲ្យគេជួយយើងកើតតែបើបើកហើយអ្នកជួយនោះធ្វើឲ្យចូលដើមតែបើថាបើកមិនចេញទេអត់អីទេបងឥឡូវនេះគឺយើងមាននៅអ្នកជួយយើងច្រើនផ្សេងទៀតដែលជាអ្នកជំនាញផ្លូវចិត្តយើងអាចរកសេវាកម្មទាំងនៅពេទ្យរដ្ឋក៏ដូចជាពេទ្យឯកជនហើយនៅក្នុងវីដេអូនេះផ្ទាល់ដែរយើងដាក់លេខទូរស័ព្ទចំពោះការតាក់ទងទៅមន្ទីរពេទ្យ clinic ផ្ទាល់សម្រាប់ពិគ្រោះទៅលើបញ្ហាផ្លូវចិត្តហើយបញ្ហាផ្លូវចិត្តនេះវាគឺជារឿងធម្មតារបស់មនុស្សលោកដែលវាអត់សុវ័យចិត្តហើយក៏មិនមែនមានន័យថាតតែចាំតតែហឺខ្លាំងបានយើងទៅពេទ្យទេការទៅពេទ្យគឺមិនមែនមានន័យថាសិតតែយើងទាំងអស់គ្នាសិតតែជឿទេគ្រាន់តែទៅពេទ្យដើម្បីពិភាក្សាទៅពេទ្យដើម្បីសម្រួលហើយគិតថាបើសិនជាយើងអត់សម្រួលទេយើងខាតលើកដើមដោយថាបើបងបាក់ចិត្តទៅបងធ្វើការអត់កើតបងរកស៊ីអត់កើតខាតអស់ប្រហែលលុយតែបើយកពេលមួយណាតាំង1ម៉ោង2ម៉ោងឬក៏យកពេលប្រហែលមួយរយៈហ្នឹងទៅទទួលការពិភាក្សាពិគ្រោះជាមួយនឹងអ្នកជំនាញអាចធ្វើឲ្យបងត្រឡប់មករកស៊ីធ្វើការរកចំណូលបានច្រើនជាងមុនអាហ្នឹងក៏វាជាការចំណេញមួយដែរបើយើងគិតពីការរកស៊ីណាអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបាននៅគេហៅថា support system គឺជាការជួយជ្រោមជ្រែងនៅគ្រប់វិធីណាមួយហើយចំពោះសុខៈផ្ទាល់គឺយើងនឹងមានការធ្វើជា program រយៈពេល1យប់2ថ្ងៃដែលឲ្យអ្នកដែលចូលរួមដែលមកពីប្រភពខុសៗគ្នាហើយយើងទទួលយកតែប្រហែលអ្នកlimited មិនដែរដែលចូលរួមអញ្ចឹងអ្នកទាំងអស់គ្នាមកចូលរួមនៅទីនេះគេង relax មើលទេសភាពនៅអាម៉ាយ៉ាហើយពួកយើងនឹងមានជា session ដែលនឹង guide អ្នកចូលរួមឲ្យស្គាល់ពីតើនៅពេលដែលយើងពិបាកចិត្តតើពិបាកចិត្តកម្រិតណាតើរាងកាយយើងវាប្រាស់យើងពេលខ្លះរាងកាយយើងព្យាយាមឲ្យសញ្ញាយើងច្រើនដងតែយើងអត់ទទួលស្គាល់វាសោះអញ្ចឹងពេលខ្លះវាឲ្យសញ្ញាមកតែយើងអត់ស្គាល់អញ្ចឹងយើងនឹងអញ្ជើញវាគ្មិនដែលជាដុកទ័រផ្ទាល់ក៏គាត់មកបង្ហាញបង្រៀនឬក៏ពិភាក្សាជាមួយនឹងពួកយើងទាំងអស់គ្នាឲ្យស្គាល់ពីអាការៈទាំងផ្លូវកាយទាំងផ្លូវចិត្តហើយនឹងតើធ្វើម៉េចដែលអាចធ្វើឲ្យ mental resilience យើងបានល្អជាងមុនហើយយើងអាចទ្រាំទ្រនឹងសម្ពាធជីវិតបានច្រើនជាងមុនអញ្ចឹងចំពោះព័ត៌មានបន្ថែមពួកយើងនឹងធ្វើការដាក់ជូននៅលើ page របស់ពួកយើងតែនៅក្នុងថ្ងៃនេះសូមអរគុណបងអរគុណបងដែលបានចាយពេលជិះមកដល់កពតទាំងនៅក្នុង schedule ដែល tough មែនតើបងនៅតែឆ្លៀតមកអញ្ចឹង
ơi such an honor អើយអត់ណាស្អី និយាយចឹងរហូតអត់ខ្ញុំនិយាយ honor ក៏និយាយចឹងរហូតដែលបានចូលរួមជាផ្នែកមួយនៃសុខៈចាអរគុ សង្ឃឹ ណ មថាជាផលវិជ្ជមានបាទព្រោះមិនដឹងថាចែកម្លែកហ្នឹងវាល្អអីក្រក់ឯណាសូមអភ័យទោសផង ហ្នឹងហើយអញ្ចឹងអ្នកស្ដាប់តាមសធាទៅណាសារតែអ្នកនិយាយនេះនិយាយគ្មាន script គ្មានអីទេគឺបើកាមេរ៉ាមកនិយាយដែរម្ដងអញ្ចឹងហ្នឹងហើយអញ្ចឹងចាំជួបគ្នានៅពេលក្រោយទៀតតែអូយមេចិត្តភ្លៀងនេះមើលគេភ្លៀងមើលដល់ពេលភ្លៀងទៅ អត់ទេឥឡូវទៅជា យ៉ា ពេលមុនភ្លៀងហ្នឹងវាក្តៅតែចោលណាស្អាតណាស់អត់ទេពេលយើងចូលមើលហើយឃើញគេហៅសម្រាប់ខ្ញុំ សុខៈគឺជាកន្លែងបង្កើតឱកាសឲ្យអ្នកផ្សារភ្ជាប់ជាមួយនឹងខ្លួនឯងតាមរយៈការចូលរួមជាមួយនឹងជំនួបផ្សេងៗនៅ Studio សៀមរាបនិងចូលរួម retreat ចុងសប្តាហ៍នៅខេត្តកំពត